Puput lúcធ្វើដំណើរទៅជួបនឹងមនុស្សក្នុងស្រុកឥណ្ឌាតែដល់លោកបញ្យល់អំពីហេតុផលឲ្យមនុស្សជឿសិនព្រោះជំនឿនៅស្រុកឥណ្ឌាជឿមានតែហេតុអត់ផលខ្ញុំនិយាយមើលគេថាចង់បានអីឲ្យបានស្រន់សមព្រះឥសូរព្រះនរាយណ៍ទៅលោកប្រទានឲ្យអានោះហេតុមនុស្សចង់បានឲ្យបានស្រន់សមព្រះជំនួយពីព្រះតើពួកនឹងទៅសុំមកជីវិតកំណែឃើញព្រះក៏យកអីកាន់មកឲ្យអត់មានទេអារបស់ដែលមានក្នុងផ្ទះយើងគឺបានពីការងារយើងធ្វើចេញពីកម្មរបស់យើងទេពុទ្ធលោកថាជាបុគ្គលដែលជឿកម្មនិងផលរបស់កម្មអីណាតែធ្វើទៅមកនេះពុទ្ធសាសនានេះទេវិញញោមញាតិជឿត្រូវជឿដោយបញ្ញាជំនឿនឹងមានពីរអាមួយជឿដោយអត់បញ្ញាឬអីក៏ជឿដែរញោមញាតិគេថាស្អីក៏ទៅហើយសតិអត់បញ្ញាអាមួយទីមានបញ្ញាអត់មានសតិស្អីក៏មិនជឿឲ្យជឿតែអាណាដែលភ្នែកខ្លួនមើលឃើញតែអត់ព្រៃមើលឃើញអត់ជឿទេអានឹងចឹងទាំងពីរនេះខុសទាំងអស់ស្រុកស្រីសន្ធោនេះតាមពិតទៅជាភាសាកំឡាយទេតាមពិតស្រុកស្រីសន្ធោនេះជាឈ្មោះរាជធានីរបស់ខ្មែរយើងគេហៅថាយសោធរពរៈបាលីខ្មែរថាយសោធោយសោធរពរៈយសោធោនេះនៅឯខេត្តសៀមរាបហ្នឹងទេមិននៅនឹងទេប៉ុន្តែបានជាឈ្មោះយសោធរពរៈឬយសោធោនេះមកនៅកន្លែងនេះព្រោះព្រះរាជាព្រះបាទបញ្ញាយាតលោកដករាជធានីចេញពីក្រុងសៀមរាបដែលជារាជធានីចាស់គឺយសោធរពរៈមកតាំងទីនៅដោយសារជនជាតិជិតខាងនោះវារករឿងពេកវាច្បាំងវាវាយរុកគួនប្រជាប្រដ្ឋនឹងព្រះមហាក្សត្រនៅគង់ពំបានសោកស្រួលក៏សុខចិត្តដាច់ចិត្តដករាជធានីចេញពីយសោធរពរៈក្រុងសៀមរាបហ្នឹងគឺប្របាទបញ្ញាយាតនោះដកខ្លួនចេញមកយាងចេញមកតាមទន្លេសាបចុះតាមស្ទឹងសៀមរាបទូកនេះវាចេញមកធ្វើដំណើរមកដល់ទួលបាសានណាក្នុងទួលបាសាននេះមានភូមិមួយជាប់ឈ្មោះភូមិបារាយនៅតែភូមិបារាយមានទេភូមិបារាយជាប់ប្រវត្តិសាស្ត្រថាភូមិបារាយទួលបាសានព្រះបាទបញ្ញាយាតលោកមកគង់នៅទួលបាសានទៅក៏នាំយកឈ្មោះរាជធានីនោះមកតាំងនៅនោះថារាជធានីយសោធរពរៈបើដល់យូរទៅវាคล้ายកំឡាយវាទៅជាស្រីសន្ធោឈ្មោះដើមយសោធរពរៈទេឬយើងអានជាខ្មែរថាយសោធោនេះសំជំរាបអញ្ចឹងញោមញាតិពុទ្ធបរិស័ទដែលនៅក្នុងស្រុកស្រីសន្ធោនោះជាពិសេសគឺក្មេងៗហ្នឹងឲ្យបានយល់ដឹងប្រវត្តិសាស្ត្រដល់មកគង់នៅទៅទួលបាសាននោះវាតូចពេកធ្វើរាជធានីនោះមិនបានម្យ៉ាងទៀតខែភាសាឡើងទឹកបលេងនៅមិនបានដករាជធានីពីនេះទៅគង់អចតុមុខនៅភ្នំពេញហ្នឹងរើរុះចុះឡើងបងនេះប្រវត្តិអំពីស្រីយសោធរពរៈហ្នឹងលើរឿងហ្នឹងមកសម្ដែងអธิบายបញ្ជាក់ជូនដល់ញោមញាតិគ្រប់រូបអត់នៅក្នុងក៏ស្រីសន្ធោនេះបន្ទាប់ទៅទៀតយើងទាំងអស់គ្នានេះជាមិត្តរួមនឹងគ្នា3យ៉ាងពាក្យថាមិត្តនឹងជាភាសាបាលីអានថាមិត្តប្រែជាខ្មែរថាមនុស្សដែលនៅរួមរស់
រួមសក់រួមទុកជាមួយនឹងគ្នាគេហៅមិត្តដូចជាលោកឪពុកអ្នកម្ដាយជាមិត្តរបស់កូនប្រុសស្រីស្វាមីភរិយាជាមិត្តនឹងគ្នាហើយមនុស្សដែលស្រឡាញ់រាប់អានគ្នាមានអធិស្ស្រ័យចិត្តថ្លើមដូចគ្នាប្រព្រឹត្តធ្វើដូចគ្នាគេហៅថាមិត្តកល្យាណមិត្តមិត្តដ៏ល្អសម្រាប់យើងទាំងនេះដែលថាមិត្តរួម3យ៉ាងយើងទាំងអស់គ្នានឹងជាកម្ពុជាបតណាកូនអ្នកកម្ពុជាជាខេមរៈបតជាកូនខេមរៈជនខេមរៈប្រែថាអ្នកដែលមានសេចក្តីក្សេមក្សាន្តហើយមួយទៀតថាខ្មែរយើងខ្មែរទាំងអស់គ្នាពីមុនមកយើងមិនដែលបានគិតថាយើងជាពូជពងវងត្រកូលជាមួយគ្នាទេប៉ុន្តែក្នុងឱកាសថ្ងៃនេះអាត្មាភាពសូមរំលឹកថាយើងមិនមែនអ្នកដទៃកន្ទាណាទេគឺឈាមជឿពូជពងជាមួយគ្នាដែលជាកម្ពុជាបតអេមរៈបតដូចគ្នាទាំងអស់ជាខ្មែរណាកំណើនរបស់មនុស្សវាចេះតែច្រើនឡើងអធិប្បាយរឿងនោះបញ្យន់តែម៉ែមួយឪមួយមានកូន5 6 7ដល់កូន5 6 7នឹងមានប្តីប្រពន្ធទៀតម្នាក់កូន5 6 7ទៀតវាជាកំណើនមនុស្សចេះច្រើនដល់យូរទៅក្នុងភូមិមួយនោះវាជាងអៀតនៅអត់បានពង្រីទៅដល់ឃុំមួយជាងអៀតទៀតដល់ស្រុកមួយជាងអៀតទៀតដល់ខេត្តមួយជាងអៀតទៀតរាយពេញទាំងប្រជាណាចក្រកម្ពុជាទាំង25ខេត្តក្រុងហ្នឹងនេះកំណើនមនុស្សដែលវរីច្រើនទៅមកសួរទៅតាមមនុស្សនៅក្នុងប្រជាណាចក្រកម្ពុជាទាំង25ខេត្តក្រុងនេះយើងអត់ដែលបានគិតថាពួកនឹងពូជយើងបងប្អូនយើងឈាមជឿរបស់យើងអត់ដែលបានគិតទេណាបងគិតថាអ្នកកន្ទីដតីប៉ុន្តែក្នុងថ្ងៃនេះអាត្មាភាពសូមបញ្យល់ថាយើងនឹងពូជពងវងត្រកូលឈាមជឿជាមួយគ្នាទេញោមញាតមើលបាទនិយាយភាសាដូចតែគ្នាសំលៀកបំពាក់ក៏ដូចតែគ្នាមហូបអាហារឲ្យដូចគ្នាទំនៀមទម្លាប់ប្រពៃណីបែបបទដូចគ្នាទាំងអស់នេះជាមិត្តរួមជាតិពូជពងរបស់យើងសម្បីតែអាត្មាក៏ពូជពងនឹងញោមដែរបើញោមដែរគិតថាអាត្មានឹងឈាមជឿជាមួយញោមទេតែអាត្មាគិតថាញោមញាតិឈាមជឿជាមួយអាត្មាពូជដូចគ្នាទាំងអស់ក៏នឹងសំជ្រាបចា៎តែញោមញាតិស្ដាប់បានទេទទួលយកបានទេថាយើងបងប្អូននេះទទួលយកបានទេញោមខ្លះទទួលមិនតាន់បានទេសួរទៅនៅស្ងៀមអញ្ជើញញោមឲ្យអ្នកវិទ្យាសាស្ត្រគេយកឈាមមនុស្សគ្រប់ខេត្តទៅធ្វើតេស្តមើលទៅឈាមខ្មែរទាំងអស់ដូចគ្នាហ្នឹងស្រាប់បានទេមិនមែនអ្នកកន្ទីណាទេនេះគេមិត្តរួមជាតិពូជពងវងត្រកូលជាមួយគ្នាទី2រួមសាសនាយើងគោរពពុទ្ធសាសនាដូចគ្នាទាំងអស់25ខេត្តក្រុងលើទឹកដីកម្ពុជាមានវត្តអារាមពុទ្ធសាសនាទាំងអស់វិតកាលណាមានវត្តឲ្យត្រូវមានព្រះវិហារឧបឋានសាលាកុដិសពបែបសពយ៉ាងដែលជាសំណង់សម្រាប់ព្រះសង្ឃលោកគង់ស្នាក់នៅលោកប្រើប្រាស់គឺញោមញាតជ្រះថ្លាកសាងប្រគេនលោកនេះសម្រាប់វត្តអារាមជាភូមិរបស់ព្រះសង្ឃលោកគង់នៅបើសិនយើងនិយាយភាសាសាមញ្ញបណ្ឌភាសាពុទ្ធសាសនាថាជាវត្តហ្នឹងគឺកន្លែងដែលញោមញាតមកគោរពធ្វើពិធីកម្មផ្សេងថាវត្តប្រតិបត្តិឬវត្តអារាមអារាមមេប្រែថារីករាយវត្តជាសួនច្បារញោមញាតមានសេចក្តីទុកកង្វល់អីពីស្រុកទៅចូលមកដល់វត្តទុកនោះល្បេះចេញមកគ្រាបាត់ឲ្យមករីករាយនៅក្នុងវត្តនេះថាវត្តអារាម
ឬវត្តបដិបានក្នុងវត្តមានប្រសង់លោកនៅពេលខ្ញុំមានមើលប្រសង់មានខុសគ្នាអីសម្រាប់អាត្មាមកពីសៀមរាបក៏ដូចប្រសង់នៅក្នុងវត្តបទុមសាគរដែរតែមានស្វងជីវរអីដូចគ្នាទាំងអស់វិទ្យាវិន័យដែលប្រសង់លោកត្រូវបដិបត្តិមានកម្ពីបត្រៃបិដកជាគោលវត្តណាក៏មានកម្ពីបត្រៃបិដកដែរកម្ពីបត្រៃបិដកនេះជាទ្រឹស្ដីជាបរិយត្តិធម៌ដែលបង្រៀនប្រាប់ញោមញាតិពុទ្ធបរិស័ទទាំងអស់បង្រៀនពីធ្វើទានបង្រៀនពីសិលបង្រៀនពីភាវនាបង្រៀនពីសិលពីសមាធិបញ្ញាដូចគ្នាទាំងអស់ទូទាំងប្រទេសម្ល៉េះហើយចិត្តឡើងរបស់ញោមញាតិពុទ្ធបរិស័ទគឺមិនខុសគ្នាទេព្រោះបានអប់រំដោយព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនេះចេះធ្វើទានចេះរក្សាសិលឲ្យដូចគ្នាទាំងអស់នេះគេហៅថារួមសាសនាក៏ប៉ុន្តែសាសនានេះញោមញាតិពុទ្ធបរិស័ទអត់បានសិក្សារៀនសូត្រអីទេទោះបីមានឈ្មោះថាជាពុទ្ធបរិស័ទអ្នកគោរពពុទ្ធសាសនាមែនតែអត់យល់អត់ដឹងអីអំពីពុទ្ធសាសនាតិចតួចសោះផងអត់បានយល់ទេគោរពពុទ្ធសាសនាគ្រាន់តែជាពិធីទំនៀមទម្លាប់តាមប្រវេណីរបស់ចដូនចតាចាស់ទុំទេក៏អត់ដឹងទេគាត់ដឹងពាក្យថាទៅធ្វើបន់ធ្វើបាបក៏មិនយល់ពាក្យថាបន់បាបនឹងមិនផងពាក្យថាបន់គឺចិត្តរបស់យើងសប្បាយរីករាយក៏ក្នុងអំពើជាកុសលកម្មផ្សេងបាបគឺចិត្តអាក្រក់ទៅបៀតបៀនអ្នកដទៃឲ្យគេបានទទួលទុកទោសអំពីយើងនឹងពុទ្ធសាសនាមានតែបន់បាបណានេះសូមអញ្ញោមញាតិជ្រាបហើយនឹងពិធីបន់ផ្សេងនឹងត្រូវតែសិក្សារៀនសូត្រឲ្យចេះដឹងនេះពុទ្ធសាសនារបស់យើងហើយពុទ្ធសាសនានឹងជាសាសនាបង្រៀនឲ្យមនុស្សធ្វើការទេតែយើងអត់យល់มันបង្រៀនមនុស្សឲ្យដើរសុំនិយាយទេបងសុំគេអត់ដែលបានអីទេបើធ្វើការខ្លួនឯងបាននេះគឺពុទ្ធសាសនាជាសាសនាដែលបង្រៀនមនុស្សឲ្យធ្វើការងារហើយយើងទាំងអស់គ្នាជាពុទ្ធសាសនិកបរិស័ទនេះជាបុគ្គលដែលជឿនៅកម្មនិងផលរបស់កម្មណាយើងជឿថាយើងធ្វើការងារបានផលគឺចេញពីការងារមកនេះជាទ្រឹស្ដីរបស់ពុទ្ធសាសនានឹងជាសាសនាដែលផ្លែកចម្លែកអំពីសាសនាដទៃវិញញោមញាតិនៅតែផ្អិននៅតែច្រឡំព្រោះទៅដើរសុំគេតែសុំគេមិនមែនពុទ្ធសាសនាទេធ្វើខ្លួនឯងបានពុទ្ធសាសនានឹងសូមអញ្ញោមញាតិជ្រាបទី2អទី3រួមតុងកើតចាស់ឈឺស្លាប់ដូចគ្នាមិនស្លាប់តអ្នកស្រុកស្រីសន្ធោនេះទេណាញោមញាតិដែលបានទៅសៀមរាបឆ្ងល់អ្នកសៀមរាបក៏ចាស់ឈឺស្លាប់តែអញដែរក៏មិនចឹងឬក៏ចាស់សក៏អត់ដែរដោយតែគ្នាអញ្ចឹងឯងមិនចាំសង្ស័យទេអានឹងវាជាសត្វលោកប្រពៃណីរបស់សត្វលោកមិនតែកើតហើយពីត្រូវចាស់ត្រូវឈឺត្រូវស្លាប់ជាសេចក្តីទុក្ខធំបំផុតសម្រាប់ជីវិតរបស់មនុស្សគឺស្មើគ្នាទៅបានយើងទាំងអស់គ្នាជាមិត្តរួមនឹងគ្នា3គឺទី1រួមជាតិហ្នឹងគឺបងប្អូននឹងគ្នារួមសាគោរពពុទ្ធសាសនានឹងគ្នានឹងរួមទុកគឺកើតចាស់ឈឺស្លាប់ស្មើគ្នាទាំងអស់ញញស្ដាប់បានទេអាត្មាក៏បោកបាច់រៀបរាប់ឲ្យតែងតែទៀមទីបោកបាច់រៀបរាប់តែយើងទាំងអស់គ្នាជាបងប្អូននឹងគ្នាតែងតែទៀមទី
តែបើញោមញាតជ្រះថ្លាក្នុងប្រសង់វត្តបទុមសាគរឬប្រសង់នៅស្រីសន្ធោនេះជ្រះថ្លាស្រឡាញ់គោរពបូជាលោកបណ្ណាសូមឲ្យញោមញាតស្រឡាញ់រាប់អានអាត្មាប៉ុណ្ណឹងដែរតែបានញោមว่าអាត្មាប្រាប់ថាបងប្អូននឹងគ្នាឬបើញោមអាចស្រឡាញ់អាត្មាឲ្យច្រើនជាងលោកក៏ល្អដែរអានេះថាទៀមទាណាញោមនេះរៀបរាប់បោបាច់នេះគឺទៀមទាយកអំណោយនៃការស្រឡាញ់រាប់អានតែអាត្មានិយាយលេងតែញោមស្រឡាញ់ក៏ដែរមិនស្រឡាញ់អាត្មាមិនសូវខ្វល់ដែរបងតែការប្រាប់តែយើងសាច់ញាតិក្នុងគ្នាទៅគួរតែរាប់អានគ្នាឲ្យចិត្តស្និទ្ធហើយវាគ្មានអាណាស្រឡាញ់យើងជាងបងប្អូនជាតិយើងទេញោមញាតិកុំអត់តែមានជាតិដទៃណាស្រឡាញ់យើងទេមានតែបងប្អូនយើងរួមសុខរួមទុក្ខទាំងអស់គ្នានៅក្នុងប្រទេសក្នុងស្រុករបស់យើងគឺយើងរួមទុក្ខទាំងអស់គ្នាវេលាណាប្រទេសកើតទុក្ខយើងទុក្ខទាំងអស់គ្នាប្រទេសរីករាយសប្បាយយើងសប្បាយតែពីបច្ចុប្បន្នយើងមានសន្តិភាពក្នុងសង្គមយើងកើតតែយើងរីករាយទាំងអស់គ្នាអត់មានអ្នកណាទៅកាប់ទៅសម្លាប់បៀតបៀនអ្នកណាទេគេឲ្យសន្តិភាពរួមទាំងអស់គ្នាបើដល់កាលណាមានចម្បាំងសង្គ្រាមរៀងចុះក៏ទុកទាំងអស់គ្នាអីតក់ស្លុតបន្តគ្រប់តែគ្នានឹងបានថាជាអ្នកដែលរួមសក់រួមទុកជាមួយគ្នាបើនឹងសំរៀបរាប់ប៉ុណ្ណឹងចោលដើម្បីនឹងជំរាបញោមញាតិគ្រប់គ្នាទាំងអស់ឲ្យបានយល់ដឹងថាយើងសាច់ញាតិគ្នាក្នុងកម្មវិធីបុណ្យនេះមានបុណ្យពុទ្ធាពិសេសឆ្លងស្រះមិជ្ជលិននិងសមតិផលផ្សេងផ្សេងដែលព្រះសង្ឃនិងញោមញាតិពុទ្ធបរិស័ទបានកសាងឡើងលះបង់ទ្រព្យសម្បត្តិគ្រប់គ្នាម្នាក់បន្តិចម្នាក់បន្តិចបានកសាងបានជាសមតិផលក្នុងវត្តនេះវត្តនឹងជាកន្លែងសាធារណៈតែញោមញាតិអត់មែនណាហួងឲ្យផ្ដាច់បានទេណាសំបីលោកគ្រូចៅអធិការវត្តនេះក៏លោកផ្ដាច់អត់ជាសម្បត្តិរបស់លោកអត់បានទេជាសម្បត្តិរបស់សាសនាទាំងអស់គ្នានឹងសូមឲ្យញោមញាតិយល់ចឹងញោមញាតិណាក៏មានសិទ្ធិចូលវត្តនឹងដែរមកពំពេញពិធីបុណ្យកម្មផ្សេងទាំងអស់វត្តអត់ដែលបិទទ្វារហាមមិនឲ្យនរណាចូលទេនេះកន្លែងនេះការធ្វើពិធីពុទ្ធាពិសេសឥឡូវអธิบายសម្ដែងពីពុទ្ធាពិសេសពុទ្ធាពិសេសនេះជាពិធីមួយដែលយើងទាំងអស់គ្នាសាងពុទ្ធបដិមារួចហើយត្រូវធ្វើពិធីពុទ្ធាពិសេសពិធីពុទ្ធាពិសេសគ្រាន់តែយើងទាំងអស់គ្នាជាតំណាងរបស់ពួកទេវតាផ្អិនព្រំទាំងម៉ឺនសែនកោចក្រវាលអបអរសាទរថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណក្រោមមលុបពោធិព្រឹក្សក្នុងពេលនឹងទេវតាមកក៏រាប់ម៉ឺនសែនចក្រវាលជុំវិញមណ្ឌលពោធិព្រឹក្សនៅតាមអាកាសតាមអីទាំងអស់ថ្វាយពោធិសព្វសាតុការជ័យសព្វសាតុការយកសុគន្ធមេលានោះគ្រឿងក្រអូបយកមកបាចសាច់ថ្វាយហើយនឹងបូជាផ្កាថ្វាយចំពោះព្រះសម្មាសម្ពុទ្ធដូចជាពួកទេវតាដែលមានឈ្មោះតកន្ធពពួកកន្ធពនោះជាពួករបាំឋានសួគ៌ពួកទេវតាអ្នកប្រគំតន្ត្រីត្រែសាំងចាក់ក្បាច់អេរ៉មហ្នឹងគឺពួកកន្ធពក៏មកថ្វាយសព្វសាតុការក៏ក្រឹកក្រែងនៅពោធិមណ្ឌលនេះពុទ្ធាពិសេសយ៉ាងដែលញោមញាតិយើងជាតំណាងទេវតាទេទៅបាច់ការថ្វាយដែលលោកអាចារ្យឬព្រះសង្ឃលោកងំស្រែកជាយខោជាយោហេពុទ្ធាសរិកតអាយ៉ាងមេរសៈចាបបិបាមេតោនឹងពុទ្ធដ៏មានសេរីព្រះអង្គទ្រង់ឈ្នះមេហើយមេមានចិត្តបាបចាញ់ព្រះអង្គហើយជាយខោរបស់ទេវតាស្រែកថ្វាយសព្វសាតុការក្នុងពេលអភិសេកហ្នឹងគឺយើងស្រែកថ្
បាយពោធិ៍សាសនាដល់ព្រះពុទ្ធបដិមាអង្គថ្មីនឹងឯងនឹងគ្រាន់ជាពិធីប៉ុណ្ណឹងដែរហើយពិធីពុទ្ធអភិសេកនេះស្ដេចក៏គេអភិសេកដែរគេហៅរាជាពិសេសគេលើកសត្វថ្មីនេះបន្តអំពីស្ដេចដែលលោកចាស់ទៅលោកដាក់រាជឬសត្វចាស់លោកទីវៀងគាត់ទៅគេត្រូវលើកសត្វថ្មីឲ្យគ្រប់គ្រងរាជសម្បត្តិបន្តគេធ្វើពិធីស្រោចស្រពសុគន្ធវេរីនឹងដែរគេហៅរាជាពិសេសហើយគេអភិសេកសម្រាប់លោកគ្រូចៅអធិការក្តីព្រះសង្ឃក្តីដែលមានឋានន្តរស័ក្តិហើយបច្ចុប្បន្ននេះគេស្រោចស្រពគន្ធវេរីថ្វាយសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកនោះអានេះជាអភិសេកដែលតែគេអត់ប្រើពាក្យថាអភិសេកតែគេប្រើពាក្យថាស្រោចស្រពសុគន្ធវេរីភាសាខ្មែរប៉ុន្តែនៃអភិសេកដូចតែគ្នាហើយគេតែងតាំងឲ្យលោកទទួលការងារណានេះពិធីពុទ្ធាភិសេកណាមានតែប៉ុណ្្នឹងឯងបងពុទ្ធាភិសេកសាងពុទ្ធបដិមាថ្មីតម្កល់ថ្ងៃណាបងអាត្មាមិនដឹងបងហើយនឹងឆ្លងស្រះមួយជាលេនបើមានស្រះមួយជាលេននៅខាងនោះអត់ទាន់បានទៅឃើញបងបើណាខាងណាបើស្រះមួយជាលេននេះមួយជាលេនណាគឺដើមរាំងដែលយើងស៊ីលក់ហ្នឹងក៏មួយជាលេនបល័យស្រះមួយជាលេននៅឯកន្លែងព្រះសម្មាសម្ពុទ្ធមានដើមរាំងហើយដោះជុំវិញមាត់ច្រាំងទាំងអស់ក៏មួយជាលេនដើមរាំងយើងស៊ីលក់ហ្នឹងណាញញៀនក៏ភាសាបាលីគេថាមួយជាលេនវាត្រូវយល់ពីថាស្រះមួយជាលេនហ្នឹងគឺស្រះហ្នឹងមានដើមរាំងនៅដោះពាត់ជុំវិញរាំងស៊ីលក់កន្លែងដែលព្រះអង្គត្រង់ទៅគង់នៅស្រះមួយជាលេននេះបានសាងហើយស្រះហើយឲ្យឈ្មោះថាស្រះមួយជាលេនប៉ុន្តែអត់មានដើមរាំងហើយយើងគួរទៅរកដើមរាំងមកដាំខ្លះស្វែងមាត់ស្រះរាំងស៊ីលក់យ៉ាងនេះដាំខ្លះទៅជុំវិញស្រះហ្នឹងបែប4 10ដើមនេះឲ្យសំឈ្មោះថាស្រះមួយជាលេននេះក្នុងពិធីនេះគឺមានពិធីយ៉ាងឲ្យឆ្លងហើយនឹងសមាធិផលផ្សេងមិនដឹងជាស្អីដែលអត់ដាក់ឃើញមានរាប់កិនដាក់សមាធិផលផ្សេងក្នុងពិធីបុណ្យនេះប៉ុន្តែសម្ដែងច្បាស់គឺពុទ្ធាភិសេកនិងស្រះមួយជាលេនណានឹងបានអាត្មាសម្ដែងរៀបរាប់អំពីពុទ្ធាភិសេកបញ្យល់ជូនទៅសម្ដែងពីស្រះមួយជាលេនហ្នឹងមិនតែទៅបងដើម្បីឲ្យយល់នេះសម្រាប់ពុទ្ធសាសនានេះយើងជាពុទ្ធបរិស័ទទាំងអស់ពុទ្ធគោរពពុទ្ធសាសនាអត់សូវបានយល់ដឹងពីពុទ្ធសាសនានឹងយ៉ាងម៉េចនឹងសូមឲ្យញោមញាជ្រាបតែពុទ្ធក៏ស្គាល់ពុទ្ធមិនច្បាស់ផងចឹងឥឡូវសំដែងពីបរតនត្រ័យគឺពុទ្ធបទប្រសងឲ្យញោមញាស្ដាប់ព្រះពុទ្ធនឹងជាមនុស្សដូចតែយើងចឹងអាញោមមានអតិទេវតាផ្អែមប្រព្រំតែជាមនុស្សសញ្ជាតិដូចយើងគឺតែក្នុងពុទ្ធប្រវត្តិរៀបរាប់ថាព្រះអង្គមានប្របីតាពនាមសុធោតនៈមេតាពនាមសរិមហាមយានកោដែលព្រះអង្គគង់នៅនឹងឈ្មោះថានកោកុបិលភ័ចាសព្វថ្ងៃនៅនេប៉ាល់ពីកាលព្រះអង្គនៅកុបិលភ័ក្រុងកុបិលភ័ហើយព្រះអង្គមានប្រពន្ធមានកូនវិជាថាប្រពុតគឺមនុស្សដូចយើងមេទេវតាផ្អែមប្រព្រំតែសម្រាប់យើងពុទ្ធបរិស័ទដែលជ្រះថ្លានឹងពុទ្ធដោយហេតុ3យ៉ាងទី1យើងគោរព
វាវិសុទ្ធិគុណព្រះអង្គមានទឹកចិត្តស្អាតបរិសុទ្ធព្រោះព្រះអង្គបានកម្ចាត់កិលេសអស់ហើយស្អាតបរិសុទ្ធគឺអស់កិលេសគឺគ្រឿងសៅហ្មងកិលេសក្រោធក្រៀតអានោះធំបំផុតក្រោធក្រៀតកម្ចាត់ដោយសិលកម្ចាត់កិលេសជាល្អិតកម្ចាត់ដោយសមាធិកិលេសជាកណ្ដាលកម្ចាត់ដោយសមាធិកិលេសជាល្អិតកម្ចាត់ដោយបញ្ញាធ្វើឲ្យព្រះអង្គសម្ដែងទុកឲ្យយើងបដិបត្តិពីសិលសមាធិបញ្ញាព្រះអង្គបដិបត្តិខ្លួនឯងហើយសម្ដែងទុកឲ្យបរិស័ទបដិបត្តិតាមក្រោយដើម្បីជំរះកិលេសស្អាតបានន័យថាបតីរបស់ព្រះអង្គមិនមានគ្រឿងសៅហ្មងអីទេពុទ្ធយើងទៅជេរលោកដល់អត់ចេះខាត់ណាទៅសរសើរលោកក៏លោកមិនចេះត្រេកអរថាមិនបានលោកមិនចេះខាត់មិនចេះត្រេកអរពុទ្ធលោកកម្ចាត់កិលេសអស់ហើយយើងគេជេរគេស្ដីយើងកម្មព្រោះយើងមានកិលេសគឺទោសៈនៅក្នុងចិត្តតែកាលណាគេជេរមកទោសៈទៅទទួលយកណាទទួលយកពាក្យដែលគេជេរដល់ពុទ្ធលោកកម្ចាត់អត់មានណាទៅទទួលយកទេក៏អត់ទេក៏អត់សេចក្តីត្រេកអររីករាយក៏មិនមានអ្នកណាទៅសើលោកក៏លោកមិនចេះត្រេកអរមកពីអស់កិលេសរលីមានមេណាទៅទទួលអត់មាននេះគេហៅថាវិសុទ្ធិគុណនៃសេចក្តីបរិសុទ្ធទី2គឺករុណាគុណព្រះអង្គមានសេចក្តីករុណាអាណិតអាសូរទៅលើសត្វលោកទាំងអស់មិនអាណិតអាសូរតែអ្នកមានកហបដីសេដ្ឋីទេសំបីតែឲ្យតែមនុស្សអ្នកក្របសត្វយ៉ាងណាព្រះអង្គមានមេត្តាករុណាស្មើទាំងអស់ពីព្រះអង្គអាណិតអាសូរដល់សត្វលោកឃើញជីវិតរបស់សត្វលោកអត់នៅក្នុងអធិពលនៃសេចក្តីទុក្ខដែលធំគឺកើតចាស់ជាស្លាប់ហ្នឹងតែព្រះអង្គសម្ដែងទៅទុកឲ្យយើងអស់គ្នាបដិបត្តិដើម្បីរំដោះខ្លួនចេញពីទុក្ខនេះគេហៅករុណាធ្វើទី3គឺបញ្ញាគុណគឺបញ្ញាពុទ្ធនេះមនុស្សនៅលើផែនដីនិងទេវតាក្នុងឋានសួគ៌មិនមានមនុស្សណាបុគ្គលណាដែលមានបញ្ញាស្មើនឹងពុទ្ធទេដែលពុទ្ធលោកមានបញ្ញាដល់ក្រៃលែងបានលោកត្រាស់ដឹងជាពុទ្ធបាននេះសំខាន់ទៅគឺបញ្ញាណាបញ្ញារបស់ព្រះអង្គដឹងតាមពីរឿងដែលកន្លងផុតមកហើយរាប់ម៉ឺនរាប់សែនឆ្នាំក៏ដឹងដែរពីមុនមកមានអីរឿងបច្ចុប្បន្ននឹងមានអីក៏ដល់អនាគតទៅមុខក៏មានអីដឹងដោយសារបញ្ញាហ្នឹងអ្នកណាទៅសួរអីឆ្លើយបានភ្លាមអត់ដែលចេះចាំគិតចាំគូឲ្យសិនទៅឆ្លើយអីសួរអីមកឆ្លើយប្រាប់ភ្លាមនឹងបញ្ញារបស់ពុទ្ធគឺដឹងអញ្ចឹងពីបញ្ញាដែលខ្លាំងក្លាទៀតដែលឈ្មោះថាពុទ្ធិប្រែទៅលោកអ្នកត្រាស់ដឹងនៅសច្ចធម៌និងមគ្គផលនិព្វាននឹងអត់មានមនុស្សណាដែលដឹងសច្ចធម៌សច្ចធម៌នឹងមួយគឺទុក្ខសច្ចៈសេចក្តីទុក្ខកើតដល់មនុស្សសេចក្តីទុក្ខនឹងជាផលចុះហេតុក៏មានគឺហេតុដែលនាំឲ្យកើតទុក្ខបើមិនមានហេតុនាំឲ្យកើតទុក្ខក៏មិនមានទុក្ខហេតុដែលនាំឲ្យកើតទុក្ខគឺតណ្ហាសេចក្តីប្រាថ្នាត្រូវការចង់បានដល់ក្រៃលែងហ្នឹងតែជាងវាកើតទុក្ខតែដល់កាលណាព្រះអង្គដឹងថាទុក្ខហើយរាវរកវិធីដើម្បីរំលត់ទុក្ខទៀតបានព្រះអង្គសម្ដែងគឺអរិយមគ្គអដ្ឋង្គិកមគ្គទាំង8ជាធ្វើបដិបត្តិទៅដើម្បីរំលត់ទុក្ខវាអដ្ឋង្គិមគ្គទាំង8ជាធ្វើឲ្យត្រូវធ្វើទាំងអស់ផងក្នុងនោះមានសិលមានសមាធិមានបញ្ញាសិលក៏យើងត្រូវទៅធ្វើដែរបញ្ញា
បញ្ញាក៏យើងត្រូវគិតដែរយ៉ាងសមាធិក៏ត្រូវតែចម្រើនព្រោះសិតតែជាការងារដែលបញ្រៀនឲ្យយើងធ្វើទាំងអស់អ្នកណាធ្វើគឺអ្នកនឹងបានផលអត់ឲ្យគ្នាបានទេអានេះសូមឲ្យយើងញាតជ្រាបចា៎បានសរុបសេចក្តីថាពុទ្ធសាសនាជាសាសនាដែលបង្រៀនមនុស្សឲ្យធ្វើការទេពោពុទ្ធសាសនានឹងជាសាសនាដែលសម្ដែងពីហេតុផលមានហេតុទើបមានផលសាសនាពីមុនមកគេអត់និយាយពីហេតុផលទេមានតែហេតុក៏អត់ផលពុទ្ធសាសនាមានហេតុគឺមានផលcủaពុទ្ធលោកបញ្យល់ឧទាហរណ៍ហេតុផលនេះផ្កាទាំងអស់នេះផ្កានេះអានេះជាផលបើមិនមានដើមផ្កាទាហេតុទេអត់មានទេផ្កានេះនេះពុទ្ធលោកបញ្យល់ច្បាស់ចឹងឲ្យជឿពីហេតុផលវិញនិយាយពីហេតុផលនេះសង្ខារដែលកើតនៅលើលោកនេះទាំងអស់សុទ្ធតែមានហេតុផលទាំងអស់នឹងសូមឲ្យយើងនិយាយជ្រាបដោយពូជមនុស្សយើងនេះយើងថាអត់ហេតុផលមានតែគ្នាខ្លួនយើងដែលជាកូននេះជាផលរបស់លោកឪពុកម្ដាយលោកឪពុកម្ដាយជាហេតុបើមិនមានហេតុនឹងអត់មានយើងទេហ្នឹងពុទ្ធលោកបញ្យល់ពីខ្លួនយើងដែលជាផលរបស់លោកឪពុកម្ដាយត្រឡប់ទៅជាហេតុវិញបានកូនយើងជាផលកូនយើងជាផលត្រឡប់ទៅជាហេតុវិញបានចៅជាផលចៅដែលជាផលត្រឡប់ទៅជាហេតុវិញបានចៅទូនអានេះលោកបញ្យល់ឲ្យឃើញចឹងនេះយើងជឿបើយើងយល់យើងជឿអានឹងបណ្ដោយទៅក្រោមចុះបើបញ្ចាស់ទៅលើថាលោកឪពុកម្ដាយជាហេតុហាក់កើតជាផលរបស់ម៉ែឪកើតជាហេតុបង្កើតយើងតែកើតជាផលរបស់ម៉ែឪកើតមានម៉ែឪកើតជាហេតុទីខ្លួនកើតជាផលវាហេតុផលเราបញ្ចាស់ទៅតើណាដែលអាត្មាថាយើងទាំងអស់គ្នាជាមិត្តរួមពូជពងវងត្រកូលជាមួយគ្នាតំណតមកតាំងពីមនុស្សនៅលើពុរេនៅមនុស្សពីពុរេប្រវត្តិនៅលើទឹកដីកម្ពុជាណាអានឹងពូជយើងទាំងអស់ជាដូនជាតាយើងទាំងអស់ហេតុផលតមកយើងទៅត្រឹមបានយើងនឹងហេតុទីប្រមាណលាននេះទេតាំងពីមនុស្សនៅលើទឹកដីកម្ពុជាមកពេលមនុស្សកើតលើទឹកដីកម្ពុជាមិនមែនល្អដូចយើងសប្តាហ៍ថ្ងៃទេណាញោមញាសំបីខោអាវសម្លៀកបំពាក់ក៏មិនស្អាតមិនល្អដែរណាគ្រឿងយានជំនិះធ្វើយានជំនិះជិះឆ្លងកាត់ស្រុកកាត់អ៊ូមនោះលទេសគោលទេសកបីជិះសេះជិះតម្រៃតែនឹងយានជំនិះពីមនុស្សសម័យណាបើញោមញាចង់បញ្ជាក់ឲ្យច្បាស់នៅខែចូលឆ្នាំទៅលេងអង្គរវត្តទៅមើលប្រាសាទបាយ័នណាគេឆ្លាក់ពីជីវភាពរបស់ប្រជាពលរដ្ឋនោះទៅមើលទៅឃើញនៅជីវភាពនៅសតវត្សទី12 13មនុស្សរស់បែបហ្នឹងឯងទៅមើលទៅអ្នកដំណើរជិះប្រទេសគោប្រទេសកបីខ្លះជិះស្លេះខ្លះជិះដំរីយានជំនិះវិញបើសិនណាថ្មើរជើងវិញនោះដែលអ្នកខ្លះរែកខ្លះទូលទៅនូលខ្លះស្ពាយបង្វែកខ្លះបញ្ជីកកូនខ្លះ3កូនខ្លះពោកូនទៅមកគេច្រាក់ទៅវាសម្រីបំពាក់ក៏អត់ល្អដូចយើងដែរគេតែមនុស្សប្រុសក៏វត្តតែជួយខាងក្រោមទៅស្រីក៏ស្រៀកស្រោងទៅបើលេងខ្លួនកណ្ដាលរវាងអស់តែគ្នាមានកម្មាបងកយអានឹងពូយើងសួរថាមិនបានយើងសប្តាហ៍វាខុសគ្នាពីមុនថាពុទ្ធសាសនាថាគេបដិរូប
បដិរូបគឺគេកែច្នៃគឺមនោបញ្ញារបស់មនុស្សហ្នឹងគេកែច្នៃពីមុនមកសំបីតែផ្លូវស្រីស្រុកសន្ធោនេះចាក់តាគ្រូកោហងក្រៅថ្មតែណាមិនមែនជាកៅស៊ូទេនៅពីសម័យបុរាណមកដល់សប្តាហ៍គេបដិរូបឃើញទេគេយកជាកៅស៊ូទៅចាក់គេយកបេតុងទៅចាក់ក្រាលស្អាតល្អស្ពានឆ្លងស្ទឹងឆ្លងព្រៃពីមុនស្អីឈើទេដល់សប្តាហ៍គេបដិរូបគេកែច្នៃវត្ថុដែលមិនល្អនោះឲ្យវាល្អសម្លៀកបំពាក់គេកែច្នៃសម្លៀកបំពាក់បើញញៀស្អាតល្អប្រណិតតែស្លៀកទៅសមរម្យស្អាតល្អអស់នេះពីពីសម័យយើងនេះសតវត្សទី21និងសតវត្សទី13ខុសគ្នាឆ្ងាយណាស់ណាញញៀមើលគ្នាអត់ឃើញទេតែយើងមិនដែលបានគិតថារូបឯគេឆ្លាក់ក្នុងជាងបាយ័នជាចដូនចតាយើងពូជយើងអត់ដែលបានគិតទេមិនណាអាត្មាទេសនាបំភ្លឺញោមញាទាំងអស់អានេះគេហៅថាពពុទ្ធលោកសម្ដែងតែចក្រធើដូចជាកង់យើងវិលនាំឲ្យយើងទៅកាន់សេចក្តីចម្រើនចក្រធើនឹងទី1គឺបដិរូបទេសវាសោចៈយើងស្ថិតក្នុងប្រទេសដ៏សំគួរប្រទេសដែលគេកែច្នៃរួចហើយណាផ្លូវថ្នល់ចាក់ជាកៅស៊ូចាក់បេតុងអីស្អីទាំងអស់ដូចយានជំនិះញោមញាតមានដែរបរទៅណាមកណាបរទេសគូណាជិះសត្វឡានសត្វម៉ូតូអានេះគេថាបដិរូបគេកែច្នៃល្អទាំងអស់សម្ភារៈប្រើប្រាស់ទី2សព្វរេសូបសង្សេវៈប្រទេសយើងបច្ចុប្បន្ននេះសម្បូរអ្នកប្រាជ្ញបណ្ឌិតច្រើនណាស់កិរិយាខ្សែគុណនិងសប្បុរសនិងបណ្ឌិតជាព្រះសង្ឃក៏មានបណ្ឌិតជាក្រហមក៏មានសត្វទៅលោកអ្នកប្រាជ្ញយើងរស់នៅក្នុងចំណោមអ្នកប្រាជ្ញក៏គឺលោករៀបចំទូលមានព្រានប្រដៅថាកិរិយាដែលខ្សែគុណនិងអ្នកប្រាជ្ញសប្បុរសអានឹងជាលក្ខណៈទី2លក្ខណៈទី3គឺយើងបានតម្កល់ខ្លួនយើងដោយប្រពៃតម្កល់ខ្លួនយើងឲ្យនឹងដោយសារយើងមានបញ្ញាខ្សែគប់សប្បុរសទៅមានបញ្ញាយើងតម្កល់ខ្លួនឲ្យនឹងមិនត្រេកមិនត្រូតមិនលឺអីក៏ត្រេកត្រួតផ្អើលទេណាញោមញាតតម្កល់ខ្លួនឲ្យនឹងកុំឲ្យត្រេកត្រួតដោយសារយើងខ្សែគប់សប្បុរសកុំឲ្យលឺថាអើយនោះអ្នកសច្ចាំបារមីឯណាបកែអីណាក៏រត់ទៅពីពុទ្ធសាសនាអត់មានជឿយ៉ាងណានេះសូមឲ្យយើងនិយាយជ្រាបតែយើងជឿអញ្ចឹងវាត្រេកត្រោតឯខ្លួនយើងអត់តម្កល់ឲ្យត្រង់អត្តសមាបនិតិអានឹងទី3ទី4ពពេកតបញ្ញតាភាពខ្លួនយើងនេះជាសន្សំអ្នកសន្សំធ្វើបន់ឲ្យក្នុងការមុនទុកមកនោះបន់គឺសេចក្តីល្អយើងជៀសវាងមិនប្រព្រឹត្តអំពើអាក្រក់យល់ហើយញោមនេះเขาចាក់កធើ4ហ្នឹងប្រទេសយើងសពថ្ងៃចាក់កធើគេបដិរូបកែច្នៃបានអស់ហើយនេះហើយជាប្រទេសដែលយើងរស់នៅដោយសុខសប្បាយស្រួលយ៉ាងបងនឹងពុទ្ធរចក្រទៅមកពីមនុស្សទាំងអស់នោះគេមានបញ្ញារួចសម្រាប់ពុទ្ធសាសនាជាសាសនាបញ្ញាទៀតព្រះសម្មាសម្ពុទ្ធលោកពង្រៀនមនុស្សឲ្យបំបត្តិសេចក្តីល្ងងទៅឲ្យបញ្ញានឹងកើតឡើងពីព្រោះបញ្ញាមនុស្សបញ្ញាភាសាបាលីនេះញោមភាសាសំស្ក្រឹតទៅប្រាជ្ញាយើងសំស្ក្រឹតនិយាយបាលីនិយាយប្រាជ្ញានិងបញ្ញាប្រែជាខ្មែរទៅសេចក្តីដឹងសេចក្តីស្គាល់របស់អីទូទៅទាំងអស់ជាតួបញ្ញា
បើបនណាដែលយើងមិនស្គាល់គឺមិនមានបញ្ញាទេត្រូវរៀនត្រូវស៊ូគេតទៀតនឹងបញ្ញារបស់យើងពុទ្ធលោកសំដែងថាទើបតែបុគ្គលនឹងសន្សំបញ្ញាឲ្យចេះដឹងឯបញ្ញប្រភពឯកើតបញ្ញាគឺការស្ដាប់ការរៀនការសូត្រការទន្ទេញឬមានសាលារៀននឹងជាទីដែលផ្ដល់បញ្ញាឲ្យដល់មនុស្សសាលាជាភាសាបាលីប្រែជាខ្មែរថាផ្ទះរោងដែលស្រាប់ឲ្យសិស្សសាស្ត្រទៅជ្រោករៀនជាមលំដល់សាលារៀនវិជ្ជាណាដែលចេញពីសាលាសត្វតែវិជ្ជាដែលត្រឹមត្រូវគេសម្រាប់សម្រាំងកិច្ចគុំត្រឹមត្រូវឲ្យគេដាក់ឲ្យយើងរៀននេះចំណេះចេះដឹងកើតពីការសិក្សារៀនសូត្រនេះជាពុទ្ធដីការបស់ព្រះពុទ្ធថាមនុស្សត្រូវតែសន្សំបញ្ញាគឺពុទ្ធសាសនាជាសាសនាបញ្ញាញោមមើលក្នុងបារមី10មានបញ្ញាបារមីមួយបើមិនមានបញ្ញាមិនអាចត្រាស់ដឹងជាពុទ្ធបានទេពេលមនុស្សយើងបើមិនមានបញ្ញាមិនអាចជីវិតរស់នៅបានសុខទេញោមញាតិតែសេចក្តីល្ងងកើតមានមកគឺជីវិតរស់នៅដល់ថោកទាបហើយវាបើយើងពុទ្ធបរិស័ទមិនរៀនមិនសូត្រធ្វើឲ្យខ្លួនយើងល្ងងមិនមែនជាពុទ្ធបរិស័ទទេបើពុទ្ធជាបរិស័ទគឺយើងរៀនសូត្រឲ្យចេះដែរនេះសម្រាប់ជីវិតរបស់មនុស្សព្រះសម្មាសម្ពុទ្ធមានសម្ដែងជាពុទ្ធភាសិតប្រាប់យើងទាំងអស់គ្នាថាអ្នកដែលមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរនេះពុទ្ធលោកសម្ដែងណាពុទ្ធដីកាណាញោមញាតិអត់ដែលឮទេណាបើអាត្មាមកប្រាប់ញោមញាតិពុទ្ធលោកសម្ដែងអ្នកដែលមានបញ្ញាមិនមានទ្រព្យសោះក៏រស់នៅបានសម្រាប់អ្នកដែលអត់បញ្ញាសំបីមានទ្រព្យក៏រស់នៅមិនបានដែរអានេះញោមញាតិឃើញស្ដាប់ពុទ្ធដីការបស់ពុទ្ធលោកសម្ដែងមើលឃើញញោមមើលខ្លះគេអត់មានទ្រព្យគាត់តែគេមានបញ្ញាគេយកបញ្ញានឹងទៅរកលើកនេះដាក់នៅនោះក៏កើតជាទ្រព្យសម្បត្តិរស់នៅបានចុះអ្នកអត់មានបញ្ញាម៉ែឲ្យងាប់ទៅក៏ទុកស្រែកដីចម្ការឲ្យទុកប្រាក់ទុកទ្រព្យសម្បត្តិឲ្យប៉ុន្តែខ្លួនឯងអត់បញ្ញាមិនគាត់តែម៉ែឲ្យក៏រស់នៅអាស្រ័យបរិភោគប្រើប្រាស់ឲ្យជាមួយគាត់អត់ដល់គាត់ស្លាប់អស់ទៅមានណាខ្លួនយើងអត់បញ្ញានោះតាំងទៅកាត់ដីស្រែនឹងលក់ដល់លក់ដីស្រែហ្នឹងបើគេមានបញ្ញាគេលក់មកគេយកមកធ្វើទុនរកស៊ីបរិបរបស់រកស៊ីតែដល់អ្នកអត់បញ្ញាទេទៅលក់ដីមកយកមកទិញបាយស៊ីហ្នឹងទៅละអស់ក៏មានបានធ្វើដើមទុនឲ្យចំនួនជើងប្រាក់អស់ដោយសាច់ដីល្ងងទៅចឹងលក់ទៅស៊ីចាយអស់ទៅជាងការប្រព្រឹត្តអំពើពាលាផ្ដេសផ្ដាស់ទៅស្រីញីផឹកស្រាឲ្យសវឹងពាលាទៅអស់ទ្រព្យអស់សម្បត្តិណាជាងការចាញ់បោកគេទៀតប្រយោជន៍ល្ងងគេសម្ដីល្អកពីរោះមកលូមថានាងចេះអ្នកចោលទៅចែកប្រាក់ឲ្យការប្រាក់ច្រើនឲ្យទៅគេទៅយូរទៅគេបោកយកទាំងអស់ព្រោះយើងល្ងងដែរបានពុទ្ធទេពសិទ្ធព្រះអង្គថាអ្នកដែលអត់បញ្ញាសំបីមានទ្រព្យក៏រស់នៅមិនបានដែរហើយញោមចាំណាបើពុទ្ធលោកសម្ដែងត្រាស់ហើយអ្នកដែលអត់បញ្ញាទេសំបីមិនមានទ្រព្យក៏រស់នៅបានគេយកបញ្ញាទៅរកទ្រព្យរកសម្បត្តិរិទ្ធម្យ៉ាងទេព្រះអង្គបញ្យល់យើងថាអ្នកដែលអត់មានបញ្ញាសំបីជីវិតដែលរស់នៅជាមនុស្សនេះក៏គ្មានសេចក្តីរីករាយសុខសាន្តទេជីវិតរស់នៅជាទុក្ខញោមញាតិមើលក្នុងភូមិយើងដែរអត់គ្នារស់នៅលហេមឡាមរកបាយបរិភោគក៏មិនគ្រប់បានព្រឹកខ្វះងាយចិញ្ចឹមជីវិតខ្លួនឯងផងចិញ្ចឹមកូនចិញ្ចឹមប្រពន្ធផងវាវេទនាវាទុក្ខអញ្ចឹង
នេះសម្រាប់អ្នកដែលល្ងងញងញឹកមើលទៅឃើញអានឹងសកលវិទ្យាច្បាស់លើអ្នកដែលក្រមកវាថាមកពីពេលល្ងងអត់មានចំណេះវិជ្ជាហ្នឹងឯងទៅជាល្ងងវិជីវិតហ្នឹងកើតទុកតែអ្នកដែលល្ងងនេះរស់នៅក្នុងមនុស្សនេះគឺប្រកបដោយជីវិតប្រកបដោយសេចក្តីទុក្ខដោយសេចក្តីខ្សិចខ្សួលសេចក្តីឆ្នាំងថ្នាក់ឆ្អៀតជាងអល់ក្នុងចិត្តរហូតដល់ថ្ងៃស្លាប់ដល់ស្លាប់ហើយអត់រួចខ្លួនទៀតពុទ្ធតាស្លាប់អីទៅកាន់អបាយភូមិនរកទៅសោយទុកនៅនរកសួរយ៉ាងម៉េចបានជាក្រហើយជីវិតមនុស្សនោះលំបាកហើយដល់ងាប់ឲ្យធ្លាក់ទៅនរកទៀតចុះមនុស្សដែលក្រខ្សត់ញញជ្រាបហើយកាលណាតែក្រហើយលួចគេក៏លួចបោកប្រាស់គេក៏ទៅបោកប្រាស់យកទ្រព្យសម្បត្តិដើម្បីបានចិញ្ចឹមជីវិតជួនកាលទៅសម្រាប់សត្វយកមកបរិភោគទៀតជួនកាលយកការសម្លាប់នោះសត្វហ្នឹងជាអាជីវកម្មយ៉ាងគេដែរសម្លាប់មិនសម្លាប់ទាគោជ្រូកមួយថ្ងៃមួយថ្ងៃនឹងស្លាប់អស់ប្រមាណលានសត្វតែសម្លាប់លក់ដូរមកចិញ្ចឹមជីវិតអំពើនឹងឯងដែលទាញអ្នកដែលក្រខ្សត់នឹងស្លាប់ហើយក៏ទៅរៀបទៅកាន់អបាយទៀតមើលព្រះអង្គលោកសម្ដែងត្រឹមត្រូវបើកាន់តែលោកបញ្យល់មកវាយើងជឿថាអញ្ចឹងមែនទិដ្ឋភាពជាស្ដែងនេះទោសនៃសេចក្តីល្ងងនេះសូមឲ្យយើងញាតជ្រាបចឹងបានពុទ្ធសាសនាជាសាសនាតែបង្រៀនមនុស្សឲ្យឆ្លៀវឆ្លាតឲ្យមានបញ្ញាវិញដូចជាបច្ចុប្បន្ននេះនៅញោមញាតមានកូនចៅស្រីប្រុសកំពុងតែទទួលការសិក្សារៀនសូត្រសំធ្វើម៉េចឲ្យលោកឪពុកអ្នកម្ដាយលួងលោមណែនាំបញ្យល់កូនឲ្យស្គាល់ពីតម្លៃនៃវិជ្ជាឲ្យកូនរៀនសូត្របានចាប់ចំចាប់ដើមអានេះខាងក្រហមខាងប្រសង់ក៏ដូចគ្នាដែលពួកសាមណេរក្មេងៗនេះមានព្រះគ្រូចៅអធិការមន្ត្រីសង្ឃនឹងជាឪពុកត្រូវទៅមុខបំរុងឲ្យភិក្ខុសង្ឃភិក្ខុសាមណេរក្នុងសាសនារៀនសូត្រឲ្យចេះដឹងសម្រាប់ពុទ្ធបញ្ញត្តិលោកគ្រូចៅអធិការក្តីលោកគ្រូឧបជាក្តីមន្ត្រីសង្ឃស្រុកខេត្តមេគន្ធអនុគន្ធទាំងអស់នោះថាជាបិតាសង្ឃតែមិនយកចិត្តទុកដាក់ឲ្យសិស្សគន្ធរបស់ខ្លួនរៀនសូត្រឲ្យសិស្សគន្ធល្ងងអត់រួចខ្លួនណែបើពួកអ្នកគ្រប់គ្រងរឿងនេះនឹងមានទោសត្រូវអាបត្តិគ្រប់គ្នាទាំងអស់នេះពុទ្ធលោកសំដែងបញ្ញត្តិពោលដើម្បីឲ្យអ្នកគ្រប់គ្រងប្រសងនឹងយកចិត្តទុកដាក់ឲ្យសិស្សគន្ធរៀនសូត្រឲ្យចេះដឹងឲ្យមានបញ្ញាបណ្ដោយឲ្យល្ងងអាចបានយកស្ដាប់ទៅណាលោកគ្រូឧបជាគ្រូចៅអធិការទៅទុកសិស្សនឹងឲ្យល្ងងខ្លួនឯងអត់រួចខ្លួនទេត្រូវអាបត្តិមានទោសទៀតនឹងពុទ្ធលោកណាហើយសម្រាប់ញោមញាតដែលជាក្រហមម៉ែឪក៏ធ្វើយ៉ាងណាលំតូនកូនឲ្យរៀនសូត្រឲ្យដល់ត្រៃត្រាននៃវិជ្ជាត្រៃត្រាននៃវិជ្ជាបច្ចុប្បន្នគឺបណ្ឌិតតែបានយើងមានព្រោះស្ថានរៀនមានកម្រិតគេព្រោះបរិញ្ញាបត្រគេចេញសញ្ញាបត្រឲ្យមួយអនុបណ្ឌិតគេចេញឲ្យមួយបណ្ឌិតគេចេញឲ្យមួយតែបើយើងរៀនបានដល់បណ្ឌិតទេគេថាអត់ដល់ត្រៃត្រាននៃវិជ្ជាទេសប្តាហ៍ហ្នឹងនេះមនុស្សលោកសប្តាហ៍បើយើងមានប្រទេសណាក៏គេរៀនរដ្ឋាភិបាលគេបង្កើតភូមិសិក្សាឲ្យប្រជាពលរដ្ឋគេរៀនសូត្រឲ្យចេះដឹងតែកសាងធនធានមនុស្សឲ្យចេះដឹងតែប្រជាប្រដ្ឋល្ងងហើយរដ្ឋាភិបាលកសាងប្រទេសជាតិអត់ទៅរួចទេញញៀនអត់ដូចស្រុកយើងសប្តាហ៍ប្រជាណាចក្រកម្ពុជាយើងសប្តាហ៍រដ្ឋាភិបាលប្រមុខរដ្ឋាភិបាលដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគេលោកសាងសាលារៀនឲ្យតាមភូមិតាមស្រុកនោះអាត្មាធ្វើទៅណាទៅឃើញសាលានេះសាលាបឋមសិក្សាហ៊ុនសែនអនុវិទ្យាល័យហ៊ុនសែនដាក់បញ្ជាក់ថានឹងលោកសាង
ជាសាលាឲ្យប្រជាពលរដ្ឋទៅរៀនសូត្របន្តដល់មកអាណត្តិទី7នេះទៀតសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនឹងក៏ពង្រឹងពីការរៀនសូត្រនឹងខ្លាំងណាស់បងព្រោះគេត្រូវការធនធានរបស់មនុស្សឲ្យចេះដឹងទាំងអស់គ្នាបានកសាងប្រទេសជាតិបានសម្រាប់ព្រះសង្ឃគឺត្រូវមានធនធានដែរព្រះសង្ឃចេះបានថែរក្សាពុទ្ធសាសនាបានតែព្រះសង្ឃល្ងងបំផ្លាញពុទ្ធសាសនាអស់ប្រជាពលរដ្ឋចេះដឹងបានកសាងប្រទេសជាតិបានប្រជាពលរដ្ឋល្ងងគឺឯណោយ៉ាងអត់សល់ទេរដ្ឋាភិបាលអត់ដឹងធ្វើអីកើតទេព្រោះគេថាប្រជាពលរដ្ឋប្រជារាស្ត្រជាកម្លាំងរបស់រដ្ឋអ្នកកសាងប្រទេសគឺរដ្ឋគឺប្រជាពលរដ្ឋរដ្ឋាភិបាលកិននុកសាងរចនាសម្ព័ន្ធឲ្យបង្កើតសាលាឲ្យរៀនច្បាប់រៀនអីរៀនវិជ្ជាពេទ្យអីទេលោកបង្កើតឲ្យយើងរៀនតែយើងទៅសិក្សារៀនសូត្រហ្នឹងយកវិជ្ជាឲ្យចេះដឹងបានហ្នឹងអានេះធំបំផុតគឺបញ្ញាជាពុទ្ធសាសនាជាសាសនាបញ្ញាវិញញោមញាតស្រឡាញ់កូនចៅរបស់ខ្លួនដែលចង់ឲ្យកូនរបស់ខ្លួនថោកទាបចង់ឲ្យកូនអញធ្វើមេភូមិធ្វើច្បាយស្រុកច្បាយខេត្តធ្វើរដ្ឋមន្ត្រីអីញោមចង់ឲ្យកូនរបស់ញោមមិនអាចតែងតាំងកូនឲ្យធ្វើបានទេតើលកូននោះវាជួយខ្លួនវាមានសមត្ថភាពមានចំណេះវិជ្ជាខ្លួនវាបានទៅបានញោមទៅលើកកូនឲ្យធ្វើមេឃុំមេភូមិណាបានអត់បានទេអានេះតើកម្រិតវិជ្ជារបស់ផងកូននឹងមានការងារហើយវាវិជ្ជាចេះដឹងបានគេធ្វើបានហ្នឹងសូមឲ្យយល់ចេះបើយ៉ាងដូច្នោះហើយសូមឲ្យលោកពុកម្ដាយនាបច្ចុប្បន្ននេះកុំប្រហែលទ្វេនឹងកូនព្រោះព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ថាមេត្តាបិតានេះជាគ្រូឲ្យជាទេវតាទី1របស់កូនរក្សាកូនថ្នាក់ថ្នមការពារចិញ្ចឹមទាំងអស់មេត្តាបិតាជាគ្រូទី1របស់កូនគ្រូបង្រៀនមុនគេគ្រូនៅសាលានោះគ្រូទី2ដែរគ្រូទី1គឺឪពុកម្ដាយបង្រៀនឲ្យចេះនិយាយចេះស្ដីស្គាល់រូបរបស់ជុំវិញខ្លួនបានណានឹងប្រពន្ធលោកប្រាប់អញ្ចឹងអាស្រ័យនេះមេត្តាបិតាខ្លះអត់បានយកចិត្តទុកដាក់នឹងកូនទាំងចៅទេរៀនក៏បណ្ដែតបណ្ដោយទៅកូនមិនយកចិត្តទុកដាក់មើលកិច្ចការរៀនសូត្ររបស់កូនអត់បានទេណាញោមនេះត្រូវយកចិត្តទុកដាក់ជាទីបំផុតដើម្បីឲ្យកូនយើងសិក្សារៀនសូត្របានចាប់ចុងចាប់ដើមហើយកូនរៀនបានថ្នាក់បណ្ឌិតដូចជាកូននឹងតបស្នងសងគុណយើងមានកិត្តិយសដោយសារកូនផងនេះសូមឲ្យយើងងាយយល់ចឹងរួយម្យ៉ាងទៀតប្រពន្ធលោកសំដែងលោកថាមនុស្សយើងនេះមិនមែនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេនេះពុទ្ធិកាពុទ្ធប្រាប់ហើយមនុស្សក៏មិនមែនខ្ពង់ខ្ពស់ថ្លៃថ្នូរប្រុសពូជប្រុសជាតិប្រុសត្រកូលដែរមនុស្សថោកទាបពីព្រមអំពើអាក្រក់ដែលគេធ្វើតែអត់រៀនសូត្រមកល្ងងប្រព្រឹត្តអំពើទុច្ចរិតផងថោកទាបហើយកើតកូនស្ដេចដីកូនមន្ត្រីសេដ្ឋីគេអាចទៅប្រព្រឹត្តអំពើអាក្រក់គឺមនុស្សថោកទាបហើយសម្រាប់យើងអ្នកស្រែយើងថាពូយើងវាថោកទាបហើយថោកទាបព្រោះយើងអត់បានរៀនសូត្របើសិនយើងខំរៀនសូត្រល្អទៅជាពូជពងជាមនុស្សពងពោះវាបាត់ថោកទាបអ្នកស្រែជាសក្ខីភាពជាស្ដែងនោះដូចជាឯកតាមមិនដែលក៏មានប្រសាសន៍តែមើលពូជនេះនៅស្រីសន្ធោនេះគេរៀនសូត្រចេះដឹងបានធ្វើមន្ត្រីអាមាត្យប្រមាណខ្ញុំគិតមើលតែគេទៅធ្វើបានឧស្សាហ៍គេមានវិជ្ជាមានបញ្ញាហ្នឹងឯងនឹងមកបាត់អ្នកស្រែបាត់គេគោរពបូជាឡើងជាឯកឧត្តមអ្នកអញ្ញាណាគ្រប់តែគ្នាអានឹងតម្លៃនៃវិជ្ជាចុះបំបានរៀនសូត្រទៅវានៅតែជួស្រែក្នុងស្រីសន្ធោតែប៉ុណ្ណឹងឯងនេះបានសូមញញយល់ពីការសិក្សា
เป็นอาตมาสำแดงให้ลืมปีพุทธศาสนาโยกหมดที่เปรียบถ้าพอพุทธโลกไอ้มันเรียนโซดไอ้เจ็ดไปบรรยมมันเรียนโซดแต่บ้านในทำเมนเนี่ยการพุทธศาสนาแต่นั่นโยมนะเนี่ยบ้านเนี่ยการพุทธศาสนาคือตราตาเรียนโซดไอ้เจ็ดก็เนี่ยต่างอ่านนั่นนี่ยังอัมพีพุทธศาสนานั่นเฮ้ยพุทธศาสนาเนี่ยลูกอ้อยทำไรมโนเทโยมเงียพอพุทธเราสำได้ท่านเราเลือกได้คราวไม่เนี่ยเมียนนาปะไก่เชียงมโนเลยเพราะว่าเราสำได้จังๆพอโยมเงียเนี่ยการพุทธศาสนาอัดดังถ้าเทวดาดังเตเนี่ยทลายทโนนะอัดบางอ้อยทำไรมโนเว็บตุ้ยเนี่ยนะบุปผลเราอ้อยทำไรมโนพอโยมเนี้ยต่ออ้อยทำไรเทวดาบานเจตับบันสรันบุงสุ่งเทวดาซ้ำน้องเขาเองแล้วงั้นอาตมาสำแดงให้สลับเตียงนี่มันยัยปีแห่พอลเทวดาเชียพอลเลยนะโยมเนี้ยมันโน้ตได้เชียแห่นะบ้ามันเมียนโยมเนี้ยเพื่อเตียนราซาเซลเทวดาก็อันเมียนเตนี่แห่เตอปีมโนนี่สีสอบเปลี่ยนสอสัตไปกับเพียรเทวดาหันจะมืออ่อนยุตตาเทวดาเนี่ยเพื่อละอ่ออันนั้นเชี่ยให้ยัยปีให้พอลเราจะการเทวดาเชี่ยพอลเต้พวกเราอักมาเด็กทำแก่ตาให้ในกรมอ้อยจะเบียดเพื่ออักระพระพุทธศาสนาลูกสำแดงแต่ปีมเพื่ออักระนั่งละอ่อเราเพื่อละอ่อต่อการสกเตะเราเพื่ออักระต่อการอบายภูมิไหมเนี่ยมันโน้ตได้เมียนตำไลเชียงเทวดามันโน้ตได้เมียนตำไลเชียงนรกนั่นโยมจัวเลยให้พอโยมนาจังเตนรกเมียนปะบ้าไอ้เนี่ยเธอทำเปื่อครับเธอแต่จราเด้อครับเด้อแต่ไว้ก่อนโยมนาจังเตนกาเทวดาเธอเปื่อละอ่อนเธอกาเทวดาอะไรธรรมานนำเรื่องนิเตียนน้องหมอสนได้ไอ้โยมเยสดับไอ้อ่อนชันโยมเยต่างออกคะแนนนี่แกหาตากรรมมาไว้จอกก็สอนชันชันเชี่ยก็สอนกรรมมาไว้จอกก็สอนชันปัจจัยก็ไว้เชื่อจมเปียหนึ่งกรรมมาก้นปรำรูปสำเลงลั่นรอดตรับสมบัติต่างออกในโยมเยน่าเชื่อจมเปียนั่งไอเริ่มมันรู้แต่ไปเช็ดเจ้าก็สอนปอนน่ะเช็ดเปิดเตียนเจรซาเซลนี่เชี่ยไปกับเพียบเทปดาดังอายุเต้าตัวการเชี่ยเทปดาน้องทานสู้ประมวยเชิญทานเทปดาเมียนประมวยเชิญทานเทปดาแกหาทกรรมมาไปจ่อสู้ได้นะเมียนเปียกามนั่นได้โปรเทปดาเมียนปกวันเมียนโกนเมียนใส่เมียนเปล่าหรือแง่หรือยกแต่โยมอย่างไรบ้านเขากรรมมาไปจ่อก็สอนจัดเทวดาบริโภคมาหอมอาหารโดยแต่โยมได้เห็นไหมสิเปียเด็กเนี่ยเมียนปกวันโกนโดยแต่กันเนี่ยปันแต่ระบอนเทวดาพระสัตย์เติมบเทวดาจังซอยอาหารไอ้ก็นั่นนึกถึงtrong sai sờ la cả cô sờ la cả đi gần nó tất cả ấy là bao nhiêu tam tiêu đá không miền trên cam miền trên nàng này thếแต่tiêu đá nâng ấy cả này cái pra là bao tớp đôi cổ sao lại bàn vừa vì mà nổ lấy tiêu đá nó gần chưa lấy côn nó bao tiêu đá men đâu không phù để dừng để côn dừng mà nữa đâu không phùผมไปผมบุญค่ะโกนเทวดาอัตเตมนุษย์ได้สลับเท่าตะกาเทวดาผมพูดลุทีแต่โดยที่ยังเติบได้ลื่นเนี่ยอาจจะกับเติบเพลงแล้วตะกาขนมทานสูดเป็นกระม่อมเป็นกันหรอกเนี่ยได้ตะกาเชโกนเทวดาคือการลึกเลื่อนระบอกเกริการเอาตีจำเนกบาเทวดาเกสมเกตะโกนเทวบัตเทวบัตเทวธิดานะบางการเอาเชี่ยตัวซ้าจะทำบอหรือว่าในเทวดาแต่ตัวบอหรือว่าเพราะตัวการขนมทานสูดได้ตัวการยังไงนะเขาขณะช่างในแก่หาวท้ากรรมมาไว้จอบเราเข้าใจ
với sum puộtเขาเอาติวดาอันบ่บะบ่แต่พวกแต่เมียนยึกเมียนก็อันแต่เทวดาสิริมาชีวิตปันได้ไปเรียกว่าอายุเมียนยึกอันเช่นเทวดาสมเกิดแล้วอ๋อเทวดาตะเมียนยึกอันเรื่องตาอันอายุเท่าดาราจดเตที่กะไรเนี่ยแต่ตะไรนาอาสัญญาจ้ะแล้วธรรมดาอัดได้เมียนยึกอันแต่นี่จะแต่จัดตีมุ้ยเชี่ยกรรมมาไว้จอก็สอจัดตีปีรูปาไว้จอก็สอจัดคือมันโน้นได้เชี่ยทลานังกาจำรันสมาธิกรรมฐานนั่นคือแต่จำรันกรรมฐานกิจปุยจัดกีอ้อยรู้เจนปีเจริญเจนกันนะอ้อยจัดพอเปรนตกน้องกรรมมาไว้จอก็สอนถ้าอัปปนาสมาธิจัดสงบอัปปนาสมาธิจัดรู้เจนพอปีเจริญปรามโน้สงบสงบตัวกรรมชันเตะเชียปาเตะไทยเนี่ยไม่เตะอตจะโกกจะไม่เจกจานั่นเจริญเจนกันได้ตากระเจนราสงบแล้วประกาศโกศลปรามจำนวนวิตกะกาตรริจพวกกรรมฐานวิจาระนากรรมฐานไปเตะวิตกะวิจาระไปเตะสึกได้สอบกายสอบจัดการล้างไปเตะสอบสอบสึกได้สอบกายสอบจัดการล้างไปเตะเมียนอำนอเรียนการล้างเฮ้ยนั่งเอกะเดตาจัดนั่งเนาตะมุยอัดเมียนเตรโตรเดโดยเรื่องตีนเดจึงกินในโยมอ้อยคือพร้อมจัดเราหนึ่งอัดจัดเตรโตรเดี๋ยวถ้าบานสมรัยประเทศไม่เชียนทำอารูปไปเชียนนั่งเมียนปรามเชียนตีมวยตีปีตีใบพอตีบุญตีปรามเรียกพวกเตียบเขาเนี่ยโดยเชียศาสนาได้เรียนชนะตีมวยตีปีวิชาพวกอย่างเงี้ยผู้อันนึงได้ออกชีวิตแต่ตกการขนมอ่านปรมเมียนรูปดับประมวยเชียนปรมเมียนรูปดับประมวยเชียนจัดเนี่ยจำรังสมาธิหน่วยเตี้ยคือพวกเชียงรูปไปเชียนเขาอะรูปไปเชียนคือจำรังจัดเกมันโยวัตถุเมียนรูปอเจติตังเลยคือจำรังคือโยอากาศเทียดได้หล่อห่อแล้วถ้าอากาศซ้อนนะซ้อคือหล่อแล้วอัดเมียนได้อากาศมองเชียตีตังในจัดอาการนาสำรัจเชียกับแก้วถ้าอารูปเชียนอารูปเชียนก็ควรจะรูปเชียนเมียนปูนเชียนเดียนปรงตั้งเมียนรูปอารูปมาไอเชียนเมียนรูปดับประมวยเชียนอารูปปูนเชียนพรหมอัดเมียนสไลเปล่าเตยอย่างเงี้ยอัดเมียนเพเตให้พรหมนองพุทธศาสนาเสงพรหมนองศาสนาเปรียมเสงกรมจะลำกันเองพรหมนองพุทธศาสนาอัดเมียนเพศสไลเปล่าเตพรหมนองศาสนาเปรียมเมียนเพศเดี๋ยวเบกเบลมหาพรหมมันยังเกิดมาเพราะเมียนปกป้องชั่วโมงเนียงสารสวัสดิ์เมียนโกนใบโกนเพราะปีโกนสไลมวยโกนเพราะชโมเตะสะมวยเพียระกูมวยโกนสไลชโมเนียงสันทิเยมวยนี่พรหมนองศาสนาเปรียมพรหมนองศาสนาเปรียมนั่งเมนการอิสาจำรานเชียนนั่งมอปีนาได้ป่ะประวัตินั่งเชียอะมาตะมันแช่งนอบเตียพรหมนองพุทธศาสนาเกิดปีกาจำรานเชียนเวอร์เชียกอสารบานตุกาเพราะว่าของไอ้จ้ะพรหมอันเมียนบริโภคอาหารไปตึกไอเตโดยเทวดาโดยโนอันเตชีวิตพรหมได้รอดเน่าได้สาไปเตะกำลังเชียนได้ประกาศไปเตะช่วยตรตรองชีวิตระบบพรหมอ้อยตั้งเนาบานอันนี้จัตติใบยันในอย่างเงี้ยนะจัตติบุญโลกุตระจัตโลกุตระจัตคือจัตบอกปปดให้นางเปรียอารหันยสาวะโลกกำจัดกิเลสอย่างโลกุตระจัตคือเนปเปียนกิเลสอ้อยแต่อาตมาเรียบเรียบมันจะวิสุทธิผลทุกบริสุทธิ์สะอาดใจจ้ะ
ប៉ុន្តែខាងលោកនៅជីវិតលោកនៅមិនទាន់បរិនិព្វានតែកិលេសអស់ហើយពុទ្ធក្តីព្រះអរហន្តក្តីលោករស់នៅលោកមិនត្រេកអរនឹងការរស់នៅទេហើយក៏លោកមិនខ្លាចស្លាប់ទេលោករស់នៅក៏នៅរងចាំកាលដែលសង្ខារជីវិតរបស់លោកដល់កាលដែលត្រូវបរិនិព្វានយ៉ាងបានទៅលោកអត់ចង់រស់នៅឬលោកក៏មិនខ្លាចមិនភ័យឯនឹងសេចក្តីស្លាប់ក្នុងគម្ពីរលោកធៀបដូចជាកម្មករទៅស៊ីឈ្នួលគេទៅរែកអត់រែកកំបោអីគេចារាប់ថ្ងៃមួយថ្ងៃពីរថ្ងៃបែបដល់30ថ្ងៃមួយខែនឹងបានទទួលគុណបំណាច់ពីការងារគឺពីវត្តប្រាក់ខែណាយ៉ាងណាព្រះអរហន្តលោករស់នៅរងចាំតែការបរិនិព្វានមកដល់លោកនឹងបានចេញចាកពីសង្សារទុក្ខទៅកាន់ព្រះនិព្វានបានលោករស់នៅរងចាំការបរិនិព្វាននេះអាត្មារៀបរាប់ហើយខ្ញុំគិតមកដល់រៀបរាប់ប្រាប់អស់ហើយទេវតាក៏ទៅពីមនុស្សព្រំមានរូបក៏ទៅពីមនុស្សព្រំអត់រូបក៏ទៅពីមនុស្សព្រះអរហន្តមានពុទ្ធជាដើមក៏ទៅពីមនុស្សខ្ញុំមកមានអ្នកណាដើមហេតុគឺពីមនុស្សទាំងអស់ពុទ្ធឲ្យតម្លៃមនុស្សមិនឲ្យតម្លៃទេវតាទេខ្ញុំនិយាយយល់ទេហើយពីមុនមកខ្ញុំថាទេវតាប្រកែទៅពុទ្ធអត់ទេមនុស្សទេប្រកែវិទេវតាប្រអិនមកព្រមក៏មានតួនាទីធ្វើអីឲ្យញោមបានទេគេទៅសោយសពសម្បត្តិបុណ្យដែលគេធ្វើពីមនុស្សដល់បានញោមញៀនហើយញោមញៀនចេះទៅសុំទ្រព្យសម្បត្តិសុំអាយុពីទេវតាប្រទានឲ្យញោមពួកទេវតាមានតួនាទីឲ្យប្រគល់ទ្រព្យសម្បត្តិឲ្យញោមបានអាយុវែងអត់មានទេតែដល់យើងអត់ដឹងចេះទៅសុំហើយមិនសុំតែទេវតាអីបងទៅសុំដល់ពុទ្ធទៀតឲ្យពុទ្ធប្រទានទ្រព្យសម្បត្តិពុទ្ធសាសនាអត់ទេញោមញៀនសុំហើយញោមញៀនត្រូវការចង់ឲ្យទេវតារសាញោមអាចទេវតារសាញោមបានប៉ុន្តែញោមញាតិហ្នឹងជាទេវតាដែរជាអ្នកមានធម៌កតញ្ញូប្រព្រឹត្តកុសលធម៌ដែរបានទេវតារសាញោមញាតិបានចុះបើញោមដើរតែលួចប្លន់ឆោបបោកកាប់សម្លាប់គេញោមញាតិទៅហៅទេវតាឲ្យជួយទេវតាណាមកជួយការពារពូពាលពូចោលហ្នឹងញោមហើយអត់មានទេណាអរញោមញាតិឲ្យច្បាស់បានប្រពន្ធលោកសម្ដែងថាបើអ្នកឯងចង់ឲ្យទេវតាជួយឲ្យអ្នកឯងជួយខ្លួនឯងមុនជួយខ្លួនឯងមុនក៏ធ្វើឲ្យល្អនឹងឯងធ្វើទានធ្វើសិលធ្វើភាវនាជាអ្នកដឹងគុណមេត្តាបិតាជួយខ្លួនឯងហើយជួយខ្លួនឯងឲ្យផុតអំពីអំពើអាក្រក់តាំងនៅក្នុងធម៌សាបានទេញោមញាតិពាក្យថាធម៌មួយម៉ាត់គឺអ្វីដែលល្អគឺធម៌ទាំងអស់តែឲ្យញោមញាតិតាំងនៅក្នុងទៅបានទេវតាជួយនឹងពុទ្ធលោកសំដែងនេះទេព្រោះថាបើអ្នកឯងចង់ឲ្យទេវតាជួយសុំឲ្យអ្នកឯងជួយខ្លួនឯងមុនណាទូលមាននៅតែខ្លួនយើងធ្វើមុនហ្នឹងឯងនេះជាពុទ្ធសាសនាទាំងញោមញាតិស្ដាប់បានទេបងទៅណាបាទអាត្មាសាធុត្រេកអរពុំដែលណាមកប្រាប់ញោមញាតិពីពុទ្ធសាសនាទេបងបើគេនាំទៅតែខុសប្រហែលញោមញាតិវាអាត្មាប្រាប់មួយទៀតញោមញាតិឮគេថាណោអ្នកបនកើតនៅស្រុកណាហ្នឹងស្រុកខ្មែរយើងអ្នកបនសាងបារមីអីព្រះសិអាពោធិសត្វអីនៅស្រុកខ្មែរមិនមានទេម្ចាស់ថ្លៃព្រោះក្នុងគម្ពីរបត្រៃដែលលោកប្រាប់ហើយថាសំបីពោធិសត្វឲ្យសាងបារមីគឺមិនមានទេនៅស្រុកខ្មែរស្រុកសៀមនេះហ្នឹងលោកសាងបារមីតាំងនៅពុទ្ធភូមិប្រទេសឥណ្ឌាចម្ពោះទ្វីបទេយកមកវេសន្តរវាអីលោកកើតតែស្រុកហ្នឹងទេតែបានហើយនឹងមួយបើថាតែពុទ្ធត្រាស់ដឹងនៅស្រុកខ្មែរណាស្អីព្រះសិអាមកត្រាស់មិនមានទេតែបានទេត្រាស់ដឹងនៅតែស្រុកឥណ្ឌានេះក្នុងបេដកលោកចារឹកចឹងបើញោមមិនដឹងប្រកប
ប្រកាសជាទៅឲ្យបានថ្ងៃនេះប្រាប់ឲ្យច្បាស់លើណាយោមញានក្នុងបេតអត់មានទេលឺអាណាថាអ្នកបនបារមីឯណាស្ដីត្រាស់ដឹងស្រុកខ្មែរព្រះសិអាណាអត់មានតែកុំទៅជឿមនុស្សបោកទេនេះស្ងាយមានព្រះស្រីទៀតមានព្រះស្រីត្រាស់ដឹងនៅស្រុកខ្មែរប៉ុន្តែក្រសួងកម្មការសាសនាទៅបំបត្តិលុបហើយក៏ជាជឿប្តីផ្ដាស់យ៉ាងណាក៏មកនាំឲ្យកើតចលាចលពលពេញណាពេញណីអុយជឿសតអត់ផលអត់ប្រយោជន៍វាគ្មានហេតុមានផលពុទ្ធសាសនាលោកបញ្យល់ហើយផលអាត្មាលើកហើយតែផ្កានេះជាផលហេតុរបស់ផ្កាគឺដើមកក់យើងកូនជាផលម៉ែឪជាហេតុអានឹងបានពុទ្ធសាសនាពុទ្ធលោកបញ្យល់ពុទ្ធដែលត្រាស់ដឹងឡើងនៅលើទឹកដីឥណ្ឌាគេល្បីទាំងព្រះសមណគោតមចេញចាក់សច្ចៈត្រកូលតបួឥឡូវបានត្រាស់ដឹងពុទ្ធឲ្យមានបញ្ញាគ្មានទៅតែគេគោរពជឿពុទ្ធដោយសារបញ្ញាហ្នឹងឯងបើនៅឥណ្ឌាល្បីថាពុទ្ធមានបញ្ញាអ្នកណាឆ្ងល់អីក៏ទៅសួរមកអីទៅសួរសពគ្រប់បែបយ៉ាងបញ្ញាគឺលោកបញ្រៀនយើងពីហេតុផលក៏ពុទ្ធលោកធ្វើដំណើរទៅជួបនឹងមនុស្សក្នុងស្រុកឥណ្ឌាតែដល់លោកបញ្យល់ពីហេតុផលឲ្យមនុស្សជឿសិនព្រោះជំនឿនៅស្រុកឥណ្ឌាជឿមានតែហេតុអត់ផលយើងនិយាយមើលគេថាចង់បានអីឲ្យបានស្រន់សមព្រះឥសូរព្រះនរាយទៅលោកប្រទានឲ្យអានោះហេតុមនុស្សចង់បានឲ្យបានស្រន់សមព្រះជំនួយពីព្រះបើទៅពួកនឹងទៅសុំឲ្យជីវិតគំនិតឃើញព្រះក៏យកអីកាន់មកឲ្យអត់មានទេអារបស់ដែលមានក្នុងផ្ទះយើងគឺបានពីការងារយើងធ្វើចេញពីកម្មរបស់យើងទេពុទ្ធលោកថាជាបុគ្គលដែលជឿកម្មនិងផលរបស់កម្មអីដែរតែធ្វើទៅមកនេះពុទ្ធសាសនានេះទេវិញញោមញាជឿត្រូវជឿដោយបញ្ញាជំនឿនឹងមានពីរអាមួយជឿដល់អត់បញ្ញាឬអីក៏ជឿដែរញោមញាគេថាស្អីក៏ទៅហើយសតិអត់បញ្ញាអាមួយที่មានបញ្ញាអត់មានសតិស្អីក៏មិនជឿអត់ជឿតែអាណាដែលភ្នែកខ្លួនមើលឃើញតែអត់ភ្នែកមើលឃើញអត់ជឿទេអានឹងចឹងទាំងពីរនេះខុសទាំងអស់បើអញ្ចឹងត្រូវបរិស័ទត្រូវឲ្យមានសតិមានបញ្ញានេះអមគ្នាទាំងពីរចឹងដូចថាសតិនិងបញ្ញាដូចប្តីប្រពន្ធតែមានតែមួយខុសទាំងអស់អាសតិស្អីក៏ជឿដែរគេថាអីក៏ជឿរត់ទៅបាយរត់ទៅស្វែងគុំហើយហើយបើមានបញ្ញាអត់ជឿទៅស្អីខ្លួនមើលមិនឃើញអត់ជឿម៉ែឪក៏គ្មានគុណណាធ្វើបន់ក៏បានបន់ធ្វើបាបក៏បានបាបលោកខាងមុខក៏គ្មានទេវតាក៏គ្មាននរកអានឹងមានតែបញ្ញាជឿទៅស្អីដែលខ្លួនមើលឃើញអានេះវិញចឹងមើលក្រោះឋានៈអញ្ចឹងតែបើជឿអត់បញ្ញាគេថាស្អីក៏ជឿតែទៅថ្វាយគុំទៅលត់សំសក់សំសរីសួស្ដីអញ្ចឹងទាំងពីរនេះអត់បានទេត្រូវតែមានបញ្ញានិងសទ្ធាជឿដើម្បីយើងមើលហេតុផលត្រួតនោះបានត្រឹមត្រូវហ្នឹងឬជឿ4យ៉ាងដែលត្រឹមត្រូវខ្ញុំញ៉ាចាំណាស្ដាប់4យ៉ាងមួយថាកម្មសទ្ធាប្រែតែការជឿកម្មអំពើយើងត្រូវជឿថាអំពើដែលយើងធ្វើអាក្រក់ល្អនឹងឲ្យផលទី2វិបាកសទ្ធាជឿផលរបស់ការងារដែលធ្វើល្អឲ្យផលល្អធ្វើអាក្រក់ឲ្យផលអាក្រក់ដល់អ្នកធ្វើហើយស្អីជឿតែត្រូវហើយទី3កម្មសកតាសទ្ធាជឿថាមនុស្សទាំងអស់ត្រូវតែធ្វើការងារជារបស់មនុស្សក៏វិញចោលអត់បានបេះចោលអត់បានទេជីវិតរបស់មនុស្សត្រូវតែធ្វើការអានឹងចាតែមិនធ្វើការអត់មានទ្រព្យសម្បត្តិឲ្យប្រើប្រាស់ចាយទេបងអត់មាន
មកបាយទេត្រូវតែការងារសំខាន់ណាស់ជីវិតមនុស្សកើតមកលើផែនដីត្រូវតែធ្វើការបានរស់បានទី4តថាគតពោធិសត្វជឿបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធព្រោះអ្វីខ្លះព្រះពុទ្ធលោកដឹងភ្នែកយើងមើលមិនឃើញព្រោះភ្នែកព្រះពុទ្ធលោកមើលឃើញតែជាយើងស្ដាប់មិនឮព្រះពុទ្ធលោកស្ដាប់ឮលោកមកប្រាប់យើងរបស់ដែលយើងមើលវាមិនឃើញលោកប្រាប់យើងអញ្ចឹងតែបើយើងមិនជឿព្រះពុទ្ធតើទៅជឿនរណាក៏ព្រះពុទ្ធជាអ្នកប្រាជ្ញជាមហាទស្សនវិទូនៅលើផែនដីនេះសម្រាប់ពួកនៅបច្ចេកប្រទេសគេកាន់សាសនាគ្រីស្ទាននេះឥឡូវគេជឿគេគោរពព្រះពុទ្ធជាងយើងទៀតគេគោរពព្រះពុទ្ធជាងយើងទៀតគេថាព្រះពុទ្ធជាអ្នកប្រាជ្ញជាកម្ពុជាអ្នកប្រាជ្ញជាមហាទស្សនវិទូបង្រៀនមនុស្សឲ្យជីវិតរបស់មនុស្សហើយពុទ្ធសាសនានេះទាក់ទងទៅនឹងសង្គមរបស់មនុស្សទាំងអស់ក៏ឲ្យជួយសង្គ្រោះគ្នាទៅវិញទៅមករវាងមនុស្សនិងមនុស្សនេះឯនេះសំដែងអំពីពុទ្ធសាសនាសូមឲ្យញោមញាតិនោះយល់ចឹងហើយព្រះធម៌ហ្នឹងជាទ្រឹស្ដីមេគាហើយដែលយើងត្រូវយើងដើរពុទ្ធលោកសំដែងទុកឲ្យយើងដើរគឺសិលសមាធិបញ្ញាហើយព្រះសង្ឃនេះជាមនុស្សព្រះសង្ឃមនុស្សតែយើងដែលមិនមានទេវតាទីទេពណាបើព្រះសង្ឃមានពីរពួកអរិយសង្ឃព្រះសង្ឃដែលលោកកំចាត់កិលេសអស់ហើយទៅបរិនិព្វានហើយសប្តាហ៍នៅតែសមតិសង្ឃគឺព្រះសង្ឃដែលលោកមានកិលេសគ្រូតគ្រៀតដោយតែញោមយ៉ាងដែលសមតិលោកមានរាគៈទោសៈមោហៈដោយតែញោមយ៉ាងដែរប៉ុន្តែលោកជ្រះថ្លាមកបួសហើយលោកសិក្សាព្រះធម៌វិន័យរបស់ព្រះពុទ្ធសិលសមាធិបញ្ញាយកមកអប់រំបន្ទុំកាយវាចាចិត្តរបស់ព្រះលោកឲ្យស្ងប់រងាប់ឲ្យស្អាតឆ្លៀតឱកាសសម្ដែងធម៌ប្រាប់ញោមញាតិដែលពីទានពីសិលពីសមាធិបញ្ញាអីដើម្បីញោមញាតិយកទៅបដិបត្តិញោមញាតិយកទៅបដិបត្តិដើម្បីឲ្យបានសេចក្តីសុខក្នុងបច្ចុប្បន្ននេះហើយនឹងបរលោកអានេះព្រះសង្ឃចឹងលោកសម្ដែងធម៌ប្រាប់ញោមវិសពថ្ងៃបើអត់ពីសមតិសង្ឃទៅអស់ឲ្យពុទ្ធសាសនាពុទ្ធបរិនិព្វានផុតហើយសប្តាហ៍យើងសាងបដិមាថ្មហ្នឹងព្រះធម៌នៅតែក្នុងគម្ពីរត្រៃបិដកញោមអត់បានរៀនញោមញាតិចេះដឹងពុទ្ធសាសនាដោយសារស្ដាប់ព្រះសង្ឃតែថ្ងៃនេះអាត្មានាំពុទ្ធិការបស់ព្រះពុទ្ធមកសម្ដែងប្រាប់ញោមដឹងតាមរយៈព្រះសង្ឃហើយស្ដាប់បានហើយយកទៅបដិបត្តិដើម្បីបានផលនេះបើអាស្រ័យនេះអស់ព្រះសង្ឃទៀតពុទ្ធសាសនាសូមហើយណាញោមញាតិបញ្ជាក់ក៏បីញោមញាតិថែរក្សាព្រះសង្ឃនេះឲ្យគង់វង្សនៅបានពុទ្ធសាសនានឹងមានរូបភាពនៅទៅលត់ព្រះសង្ឃអស់ហើយអស់សូននៃពុទ្ធសាសនានឹងបានពុទ្ធលោកសំដែងថាក្រហមនឹងបព្វជិតនេះត្រូវតែរួមរស់ជាមួយគ្នាញោមញាតិណាក្រហមគឺញោមញាតិបព្វជិតគឺអ្នកបួសអត់ឆ្លោះទើសតែងបានទេត្រូវតែព្រមព្រៀងគ្នាព្រះអង្គសម្ដែងប្រាប់ថាពួកបព្វជិតនឹងបានទទួលនៅចៃវរអាហារបិណ្ឌបាតសេនាសនៈនឹងជាលៀនពេជ្ជៈអំពីញោមញាតិជាបរិស័ទហើយវត្ថុ4យ៉ាងដែលញោមញាតិថាបច្ច័យ4នេះជាហេតុទប់ទល់នឹងសេចក្តីវិន័យរបស់ព្រះសង្ឃមិនឲ្យកើតមានធ្វើផលល្អឲ្យប្រព្រឹត្តទៅបានចុះព្រះសង្ឃញោមញាតិដឹងហើយលោកមានធ្វើស្រែកាប់ចំការចំនួនជួនប្រែណាអត់ទេពុទ្ធេរវាទយ៉ាងណាលោករស់នៅដោយសារតែញោមញាតិទំនុកបំរុងទេហើយការងាររបស់ពលលោកមានតែរៀននៅពុទ្ធវចនៈគឺបត្រៃបិដកប្រទើនយកមកសម្ដែងប្រាប់ញោមបងបដិបត្តិខ្លួនឯងផងទូនេតិរបស់ព្រះសង្ឃមានអប៉ុណ្ណាឬព្រះសង្ឃលោកសម្ដែងប្រាប់ញោមញាតិដោយព្រះធម៌ទៅវិញញោមញាតិស្ដាប់ចេះចាំបានហើយ
ធ្វើទានយ៉ាងម៉េចសិលល្មិចភាវនាម៉េចខ្ញុំនិយាយទៅបដិបត្តិអត់ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ននេះផងព្រោះខ្ញុំញាតមានធ្វើដល់អស់ជីវិតនឹងទៅសោយសុខនៅក្នុងឋានសួគ៌ទេមនុស្សពីរនាក់នេះផ្ដល់ដល់គ្នាទៅវិញទៅមកសង្គ្រោះគ្នាខ្ញុំញាតសង្គ្រោះបច្ច័យ4ឲ្យប្រសងរស់នៅបានប្រសងសង្គ្រោះសម្ដែងធម៌របស់ព្រះពុទ្ធប្រាប់ដើម្បីឲ្យញោមញាតយកទៅបដិបត្តិបែកគ្នាអត់បានទេណាញោមញាតណាតែញោមញាតឈប់ជ្រះថ្លាប្រគេនបច្ច័យ4នឹងដល់ប្រសងអស់ហើយមិនប្រសងណានៅទេបងសឹកអស់ទៅរកស៊ីរកចោអស់ហើយពុទ្ធសាសនាសូមក៏បញ្ចាំងត្រូវញោមក៏បែកថែរក្សាពុទ្ធសាសនាគឺថែរក្សាប្រសងនឹងឲ្យគង់វង្សនៅមានរូបភាពប្រកបច្បាស់លាស់ទៅពុទ្ធសាសនានឹងក៏ប្រកបដល់ញោមញាតទាំងឡាយគ្រប់គ្នាពុទ្ធសម្ដែងទេសនាប៉ុណ្ណឹងចេះញោមម៉ោង5ហើយម៉ោង5 14នាទីហើយសូមញោមចាប់ពីមុនញោមសូមឲ្យសម្ដែងឥឡូវអាត្មាសូមចាប់ក៏ប្រត្រូវការត្រឡប់ទៅស្រុកវិញនេះគេថាកំពុងចន្លងម៉ោង6ទីបាត់ដល់ជិតដល់ហើយក៏ចោតធ្វើទេសនាក្នុងកម្មវិធីបន់ពុទ្ធាពិសេសឆ្លងស្រះមួយជាលេននៃពុទ្ធាពិសេសក៏សម្ដែងប្រាប់បន្តែឲ្យយល់ស្រះមួយជាលេនហ្នឹងពីស្រះដែលវាមានដើមរៀងស៊ីនលក់នោះទៅរកដើមរៀងមកដាំឆ្វែស្រះនៅពុន5ដើមទៅបើកៅស្រះមួយជាលេនដល់បានញោមញាតមានតែដើមរៀងស៊ីនលក់ស្រុកនេះមានមានទៅឃើញមកដាំមកអត់មានថានេះកៅស្រះមួយជាលេនគឺសំមានដើមរៀងហ្នឹងឯងមួយជាលេនគឺរៀងស៊ីនលក់ដល់បានញោមចាស់ក៏បដៅក៏បណ្ដៅគឺថាប្រឹក្សាដោះនៅមាត់ច្រាំងទាំងភាសាទាំងប្រាំងមិនដែលមានភ្លៀងរបងរមិនឃើញអាដើមប្រឹក្សាដោះនៅមាត់ច្រាំងទាំងភាសាទាំងប្រាំងមិនដែលមានភ្លៀងទេរទៅស្អីក៏មិនដែលចាស់ថាដើមរៀងមកខែភាសាដែរណាថាគេថាដើមរៀងតែអញ្ចឹងយើងได้ចាស់ក៏เป็นបណ្ដាណាទៅបែកខែភាសាតាណានេះដើមរៀងខែប្រាំងក៏ដើមរៀងគេថាប្រឹក្សាដល់នៅក៏បែកច្រាំងទាំងភាសាទាំងប្រាំមិនដែលមានភ្លៀងរៀងទាំងអស់នេះដើមរៀងហ្នឹងតែអានេះគឺប្រគេនយោបល់ណាព្រះគូចាអតិកាអីទាំងអស់ថាយើងថាមួយជាលេនទៅរកដើមរៀងមកដាំ3 4ដើមមកក្បែរស្រះមាត់ស្រះហ្នឹងបានកៅស្រះមួយជាលេនបើអញ្ចឹងទៅទេសនានេះសម្ដែងពីពុទ្ធសាសនាហ្នឹងប្រគេននឹងជំរាបញោមញាតច្បាស់លើហើយវាឈប់សំណាញោមញាតកុំសំទេវតាកុំសំពុទ្ធឲ្យមកជួយពុទ្ធលោកឲ្យយើងធ្វើខ្លួនយើងទេសេចក្តីពេទ្យញោមញាតមើលទ្រព្យសម្បត្តិដែលមានក្នុងផ្ទះហ្នឹងកើតពីណាកើតពីយើងរកតែទាំងអស់ហ្នឹងឯងសំអ្នកណាក៏មិនដែលឃើញអ្នកនោះយកកាន់អីយកមកឲ្យទេអាហ្នឹងមែនបាទអាត្មាសម្ដែងធ្វើនេះប្លែកណាញោមញាតណាបើញោមញាតពឹងទេវតាពឹងពុទ្ធទៅប្រសងសុំឲ្យលោកជឿដែលអាត្មាថាអត់ទេប្រពុទ្ធថាមិនមែនទេជឿការក៏មិនត្រូវចិត្តរបស់ញោមញាតក៏លួចស្អប់អាត្មាក៏មិនដឹងទេណាបើស្អប់ទៅញោមឲ្យអាត្មាមិនមែនអ្នកស្រុកនេះទេបើញោមស្អប់តែអាត្មាទេសនាចប់ទៅស្រុកហើយបងប៉ុន្តែអាត្មាមិនហ៊ាននាំពាក្យអ្នកណាដទៃមកសម្ដែងប្រាប់ញោមញាតទេនាំពាក្យរបស់ព្រះពុទ្ធមកប្រាប់ទៅត្រង់ដល់ញោមញាតបដិបត្តិទៅតាមទៅជីវិតដ៏ប្រសើរត្រឹមត្រូវហើយបងចឹងធ្វើទេសនាក្នុងការនេះក៏ដល់ពេលវេលាដែលត្រូវសុំបញ្ចប់ហើយក៏សុំជូនពោស័ព្ទសាធុការដល់ព្រះសង្ឃប្រគេនពោស័ព្ទសាធុការនឹងជូនពោឲ្យញោមញាតទាំងអស់សុំឲ្យមានបញ្ញា
បញ្ញានឹងស្ដាប់ធឿនឲ្យសំដែងហើយទាក់ទងនឹងហេតុផលសូមឲ្យញោមញាតគិតគូរពីហេតុផលបើខ្ញុំញាតជឿហេតុផលគឺពុទ្ធសាសនាតែមិនជឿហេតុផលគឺមិនមែនពុទ្ធសាសនាទេតែបានហើយញោមញាតក៏អាត្មាសូមអរគុណនឹងព្រះគ្រូចៅអធិការនិងញោមញាតទាំងអស់អ្នកស្រុកស្រីសន្ធោនេះមកស្គាល់វត្តបទុមសាគរនេះឯសាមានកម្មវិធីបុណ្យនឹងអាចទៅនិមន្តមកទេសនាក៏បានស្គាល់វត្តបទុមសាគរនេះក៏ឲ្យអត់បានស្គាល់ទេមកជីវិតនេះអាយុច្រើននេះ87ឡើយបងតែអាចមកឃើញតែម្ដងប៉ុណ្ណឹងឯងមិនដឹងទេបងតែអាចទោះបីឃើញម្ដងក៏អរគុណដែរបងសម្រាប់ញោមញាតពុទ្ធបរិស័ទទាំងអស់ដែលអាត្មានៅតែរាប់អានប្រសងញោមញាតបរិស័ទថាជាសាច់ញាតពូជពងវងតកូលជាមួយអាត្មានឹងអញ្ចឹងឯងតែត្រង់ញោមញាតស្អប់អាត្មាឬរបស់ញោមទេណាបើញោមស្អប់ក៏ស្អប់តែអាត្មានៅតែរាប់ថាសាច់ឈាមអាត្មាអញ្ចឹងឯងណាបាទនេះស្រាប់អាត្មាទៅធ្វើទេសនាក្នុងឱកាសនេះក៏សន្មតថាចប់ប៉ុន្តែឯងអេវ៉ា